manage ដើម្បីរក្សាជំហរដែលអ្នកបានដាក់ការបណ្ដុះបណ្ដាលជំហររបស់អ្នកដើម្បីប្រើប្រាស់បានល្អខ្ញុំនឹងយក50ពិន្ទុយ៉េនឆៃមិនចំណាត់ថ្នាក់លេខ1បានបង្កើតឆ្អឹង2ដងខូចខ្ញុំមិនមានគ្រប់គ្រាន់ទេភាពធន់និងប្រតិកម្មទៅនឹងការវាយប្រហាររបស់នាងខ្ញុំមិនអាចគេចបានទេផ្ដោតអារម្មណ៍បំពេញភាពរស់រវើកការបំពេញបន្ថែមធម្មពលត្រូវបានបញ្ចប់នោះពិតជាចិត្តស្និទ្ធណាស់សំណាងល្អខ្ញុំមានប្រព័ន្ធខ្ញុំបានចំណាយទ្រព្យសម្បត្តិយ៉ាងច្រើនក្នុងពេលតែមួយខ្ញុំត្រូវតែសន្សំសំចៃជាងមុនភ្លាមនោះគាត់ទទួលបានភាពរឹងមាំឡើងវិញឈីមីយ៉ាងឆៃកុំគ្រាន់តែឈរនៅទីនោះវីគាត់មិនក៏ហ៊ានទាត់មកខ្ញុំយ៉ាងឆៃកុំបាទយើងមិនសមនឹងគាត់តតែសោះប្រសិនបើវាមិនដោយសារតែនៃអំណាចពិសេសរបស់ខ្ញុំនឹងត្រូវសម្លាប់ដោយក្បាច់គុណទាំងនោះវិចិត្រករដែលបានកែច្នៃឆ្អឹងរបស់ពួកគេពីរដងហ្វាចេងកុំបង្ខំខ្លួនឯងដើម្បីប្រយុទ្ធនឹងអ្នកក្បាច់គុណទាំងនោះអ្នកនឹងខ្ជះខ្ជាយភាពរឹងមាំរបស់អ្នកក៏នឹងទទួលបានពិន្ទុផងដែរកំចាត់អ្នកមិនចេះក្បាច់គុណមានពួកគេច្រើនណាស់អ្នកអាចដើរតាមពួកគេខ្ញុំដឹងប៉ុន្តែនៅទីនេះមានមនុស្សច្រើនពេកពួកគេមកជាក្រុមច្រើនជាង10ក្នុងពេលតែមួយខ្ញុំមិនអាចបន្ថែមភាពរស់រវើករបស់ខ្ញុំទាន់ពេលយ៉ែនវាខ្ញុំកំពុងព្យាយាមតាក់ទាញចំណាប់អារម្មណ៍ប៉ុន្តែវាគ្រាន់តែធ្វើឲ្យខ្ញុំមើលទៅគួរឲ្យអាណិតខ្ញុំចង់មានសមរភូមិមួយមិនមែនមួយទេក្រុមទាំងមូលប្រឆាំងនឹងខ្ញុំអ្នកប្រដាល់ក្បាច់គុណមួយរូបទៀតធ្វើឆ្អឹង2ដងសាន់ឆៃចំណាត់ថ្នាក់លេខ1បានបង្កើតឆ្អឹងរបស់នាង2ដងដកដៃរបស់គាត់សត្វត្រីឆានខ្ញុំបានផ្ដោតខ្លាំងពេកការប្រយុទ្ធដូច្នេះខ្ញុំមិនបានកត់សម្គាល់ទេកុំឈរជាមួយគ្នាយ៉េងសាមិនជូសូមីហើយខ្ញុំនឹងគ្នាដឹកនាំក្រុមមួយហើយយកងារទៅវីប្រហារវែងភេងសាន់ឆៃនិងថេងសនទីនឹងដឹកនាំក្រុមមួយដើម្បីកំណត់ត្រាហ្វាចេងដេងអ្វីខ្ញុំទើបតែបានលេបថ្នាំអត់ទាន់មានទេបំពេញបន្ថែមភាពរឹងមាំរបស់ខ្ញុំវែងពេងជួយខ្ញុំទប់ស្កាត់ពួកគេទីមួយខណៈពេលដែលខ្ញុំបំពេញនៅភាពរឹងមាំរបស់ខ្ញុំរវល់ពេកនៅទីនេះសំណាងល្អខូចចិត្តតើមិនមែនជាអ្នកណាកុំវាយមកខ្ញុំមកទីនេះពេលឮថាមានការប្រយុទ្ធគ្នានៅលើជាន់ទី4ខ្ញុំអត់មានទេរំពឹងថាវានឹងខ្លាំងតិចទេខ្ញុំបានចំណាយទ្រព្យសម្បត្តិច្រើនពិធីសាស្ត្រចឹងកុំមកនៅទីនេះយើងគ្រាន់តែយកមើលមួយយើងមិនមែនទេពីជាន់ទី4បាទយើងមកពីសាលាវិទ្យាសាស្ត្រសង្គមបាទព្រឹទ្ធបុរសមិនបាននិយាយថាខ្ញុំមិនអាចទេប្រយុទ្ធជាមួយមនុស្សពីជាន់ផ្សេងទៀតចាប់តាំងពីអ្នកមកអ្នកនឹងត្រូវបានរាប់នៅក្នុងពិន្ទុរបស់ខ្ញុំការបែងចែកសិស្សសាលាការវិតម្លៃបានឈានដល់ទីបញ្ចប់ក្រុមនិស្សិតថ្មីនេះត្រូវបានវិដំយ៉ាងអាក្រក់មើលចុះតើមានអ្វីកើតឡើងចំពោះបុគ្គលនោះរបួសពេញញាប់ញ័រនឹងញ័រសូមអរគុណ VV Gonigan Sasas និង FIFA V ខ្លួនយើងដូច្នេះ V នៅតែអាចផ្ញើ Soli និង Sophialos យើងបានប្រឆាំងនឹងរាប់ពាន់អ្នកដោយខ្លួនឯងដូច្នេះហើយយើងនៅតែអាចឈរខ្ពស់បានទោះបីជាយើងចាញ់ក៏ដោយភ្លេច V ឈប់អួតពេលណាអ្នកត្រូវបានគេ V ធ្វើបាបបែបនេះរួចហើយតើអ្នកមិនមែនជា IM Gizenzot យ៉ាងម៉េចដែរមិនក៏មិនរងរបួសព្រោះខ្ញុំខ្លាំងណាស់ស្ដេចកុមារនឹងគ្រាន់តែជាស្ដេចរបស់កុមារមិនថាគាត់អស្ចារ្យប៉ុណ្ណានោះទេទៀនយួនពេលក្រោយយើងនឹងទៅថ្ងៃណាមួយខ្ញុំនឹងមានឥទ្ធិពលដូចគាត់អត់ទេខ្ញុំចង់ខ្លាំងជាងគាត់និស្សិតមកពីសាលាគុសាហ្វីវុតបន្តទៅវាលេខមួយជានិស្សិតមកពីសាលាយុទ្ធសាស្ត្រនិងយុទ្ធសាស្ត្របន្តទៅកាន់វាលេខពីមិននិយាយអំពីចំណុចសិក្សាប្រហែលជាឌៀនមានអារម្មណ៍ខ្មាស់អៀនអំពីវាដូច្នេះចំណុចសិក្សានឹងត្រូវបានចែកចាយទៅទាំងអស់
អ្នកនៅពេលតែមួយបន្ទាប់ពីការបែងចែកសាលាបានបញ្ចប់ព្រឹទ្ធបុរសមិនចាំបាច់ទេដោះស្រាយរឿងតូចតាចបែបនេះទីប្រឹក្សាបង្រៀនយើងខុសតើអ្នកកំពុងធ្វើអ្វីចំណាត់ថ្នាក់5សិល្បករក្បាច់គុននៅរបស់គាត់កំពូលទី2បន្ទាប់ពីព្រឹទ្ធបុរសវានឹងមិនធ្វើល្អដល់យើងក្នុងការធ្វើបាបគាត់ឡើយអ្នកធ្វើបានល្អណាស់ក្នុងអំឡុងពេលការបែងចែកសាលានៅពេលនេះហ្វូចាងមិនគួរជាខ្ញុំទេអ្នកមិនបានដកថយសំបីតែនៅមុខនៃការវាយប្រហារដោយក្រុមនិស្សិតអ្នកមានគុណធម៌ខ្លះនៃអ្នកដែលចូលរួមកម្មវិធីវេទមន្តរបស់យើងការដកថយនោះគឺដោយសារតែគាត់មិនអាចសំបីតែដកថយគាត់តើទីប្រឹក្សាបង្រៀននេះពីការភ្នែកទេសម្រាប់ហ្វមភេងអ្នកអាចមានទទួលស្គាល់ការបរាជ័យប្រសិនបើអ្នកមិនអាចឈ្នះបានទេខ្ញុំស្អប់សិស្សដែលល្ងងពេកហ្វឺឆេងដេងអាចមករកខ្ញុំដោយផ្ទាល់នៅពេលក្រោយក្នុងអំឡុងពេលជ្រើសរើសទីប្រឹក្សាបង្រៀនសូមអរគុណអ្នកប្រឹក្សាយោបល់កុំខឹងនឹងគាត់ទីប្រឹក្សាបង្រៀនថែងល្បីថាជាមនុស្សស្លូតបូតនិងមិនចេះប្រយ័ត្នខ្ញុំមិនខឹងទេនៅពេលអនាគតខ្ញុំប្រកាសជានឹងធ្វើឲ្យតៅថែងសោកស្ដាយចំពោះរឿងនេះអ្នកអាចជ្រើសរើសដោយសេរីទីប្រឹក្សាបង្រៀនរបស់អ្នកឥឡូវនេះទោះយ៉ាងណាក៏ដោយសូមយកឲ្យល្អមើលតាមតម្រូវការបាននិយាយនៅចំពោះមុខទីប្រឹក្សាបង្រៀននីមួយថែងហ្វមតម្រូវការសិល្បករក្បាច់គុនទាំងពីរភេទត្រូវបានស្វាគមន៍ផ្ដល់អាទិភាពដល់អ្នកដែលមានបានធ្វើឆ្អឹងរបស់ពួកគេពីរដងខ្ញុំបង្រៀនជាចម្បងនៅកណ្ដាប់ដៃបច្ចេកទេសនិងមូលដ្ឋានគ្រឹះបច្ចេកទេសជ្រើសរើសតែ5អ្នកប៉ុណ្ណោះមនុស្សសម្រាប់ឆ្នាំសិក្សា2008លូនីមួយតម្រូវការអ្នកហាត់ក្បាច់គុនឬអ្នកទាំងនោះជាមួយនឹងភាពរឹងមាំនៃ180កាឡូរីនិងខ្ពស់ជាងនេះអាទិភាពត្រូវបានផ្ដល់ទៅឲ្យការបង្កើតផ្នែកខាងលើរបស់អ្នកឆ្អឹងអវយវៈនិងសម្រេចបាននៅជំហរស្ថិរភាពពេលរូវ៉ាឆេតម្រូវការស្ត្រីទេតម្រូវការជាក់លាក់សម្រាប់ឆ្អឹងជំរុញឲ្យមានការរីកចម្រើនមានភាពរឹងមាំចំណង់ចំណូលចិត្តចំពោះបច្ចេកទេសដាវខ្ញុំបង្រៀនដាវមូលដ្ឋានជាចម្បងបច្ចេកទេសអ្នកដែលមានខ្លាំងណាស់ដាវដ៏ក្លាហានចម្រុះនិងចម្រុះបច្ចេកទេសកុំរើខ្ញុំស៊ូជីងជូតម្រូវការអាទិភាពដែលបានផ្ដល់ឲ្យពួកគេដែលបានកែឆ្អឹងពីរដងខ្ញុំបង្រៀនជាចម្បងបច្ចេកទេសជីវិតមូលដ្ឋានចំណាំថ្មីនេះខ្ញុំរវល់ខ្លាំងណាស់និស្សិតឆ្នាំទី4ឈ្មោះលូហ្វូមនឹងបង្រៀនជំនួសខ្ញុំធ្វើឲ្យព្រើនៅជុំវិញទីប្រឹក្សាបង្រៀននីមួយមានកម្លាំងខុសគ្នាដូច្នេះវាជាការល្អបំផុតក្នុងការជ្រើសរើសអ្នកដែលស័ក្តិសមនឹងខ្ញុំទីប្រឹក្សាបង្រៀនជាច្រើនចង់បានអ្នកចេះក្បាច់គុនប៉ុន្តែខ្ញុំបានបង្កើតឆ្អឹងរបស់ខ្ញុំ3ដងដូច្នេះខ្ញុំនឹងមិនត្រូវបានបដិសេធមិនថាខ្ញុំទៅទីណានោះទេប៉ុន្តែតើខ្ញុំគួរជ្រើសរើសអ្នកណា Forchanting តើអ្នកបានសម្រេចចិត្តមួយណាទីប្រឹក្សាបង្រៀនដែលអ្នកនឹងជ្រើសរើសអញ្ចឹងហេតុអ្វីខ្ញុំមិនបដិសេធតាំងហ្វូនប៉ុន្តែតើគាត់នឹងគិតថាខ្ញុំមិនដឹងគុណឬថាខ្ញុំមិនដឹងតើធ្វើដូចម្តេចដើម្បីដឹងគុណរបស់គាត់ប្រសិនបើខ្ញុំមិនបដិសេធគាត់តើខ្ញុំត្រូវរៀនប្រដៅទេបច្ចេកទេសពីគាត់យកពេលវេលារបស់អ្នកអស៊ូដើម្បីគិតអំពីវាខ្ញុំនឹងមើលជុំវិញខ្លួនខ្ញុំរស់រវើកវូរេឈ្មោះនេះគឺមានអំណាចខ្លាំងណាស់ហេតុអ្វីបានជាខ្ញុំមិនបានឮអំពីនាងពីមុនគឺនាងជាទីប្រឹក្សាបង្រៀនថ្មីនៅ Magic Kun នេះតម្រូវការរបស់នាងគឺជាក់លាក់ណាស់ Wuri តម្រូវការ Fang Peng Fachanting Jalay Yangshaman Chenyanche មនុស្ស5នាក់នេះអាចក្លាយជាសិស្សផ្លូវការរបស់ខ្ញុំ Joshua Tang Senteng Song Lai Sui Kai Chang Han Chen Jawat មនុស្ស14នាក់អាចក្លាយជាសិស្សហ្វឹកហាត់របស់ខ្ញុំពួកគេអាចក្លាយជាសិស្សផ្លូវការប្រសិនបើពួកគេសម្ដែងបានល្អមនុស្សទាំងនេះបានប្រយុទ្ធយ៉ាងខ្លាំងក្លាបំផុតក្នុងអំឡុងពេលបែងចែកសាលារៀនមើលទៅយើងមិនមានអាជីវកម្មនៅទីនេះទេហ្វាងប៉ាងមកទីនេះខ្ញុំធានាថាអ្នកនឹងនៅដដែលសុវត្ថិភាពនិងសម្លេងនៅក្នុងសាលារៀនតើអ្នកចង់មានន័យដូចម្តេចអ្នកស្គាល់វ៉ងជិនយ៉ាងត្រូវហើយខ្ញុំគិតថាអ្នករាល់គ្នានៅទីនេះស្គាល់គាត់ញ៉ាំបរិះនោះបានមក Magic Kun កាលពីឆ្នាំមុនសិស្សជាច្រើនអ្នកដែលរៀនថ្នាក់ដូចគ្នាផ្អែកលើទំនាក់ទំនងរបស់អ្នកជាមួយវ៉ងជិនយ៉ាងមែនទេគិតថាអ្នកអាចឆ្លងកាត់បានជីវិតនៅសាកលវិទ្យាល័យរបស់អ្នកដោយសុវត្ថិភាពអ្នកមិនចង់ប្រឈមមុខមនុស្សចាស់ដែលស្អប់វ៉ងជិនយ៉ាងទៅកាន់ស្នូប្រចាំថ្ងៃត្រូវហើយលូសិស្ស Magic Uni មិនតូចតាចនោះទេវាមិនអីទេប្រសិនបើពួកគេគ្រាន់តែមកពីស្រុកកំណើតដូចគ្នាប៉ុន្តែវ៉ងជិនយ៉ាងគឺពាក់កណ្ដាលគ្រូបង្រៀនទៅហ្វាងប៉ាង Lionhead តើអ្នកហ៊ានធានាថាសិស្សរបស់អ្នកនឹងមិនមានការខឹងបាត់បង់ក្បាច់គុនប្រយុទ្ធជាមួយនរណាម្នាក់នៅក្នុងថ្នាក់ដូចគ្នាបង្កើតភាពច្របូកច្របល់ដ៏អស្ចារ្យពួកគេនឹងមិនអនុញ្ញាតឲ្យវាសម្រាកយូរទេដោយដែលវ៉ងជិនយ៉ាងបានចាញ់
គ្រាន់តែប្រាប់ខ្ញុំប្រសិនបើពួកគេធ្វើបាបអ្នកហ្វេងផេងខ្ញុំជាទីប្រឹក្សាបង្រៀនរបស់អ្នកមានចៅហ្វាយនីគ្រប់គ្រងខ្ញុំពួកគេនឹងមិនប៉ះត្របកភ្នែកឡើយទោះបីជាពួកគេប្រយុទ្ធពីខាងត្បូងទៅខាងជើងចៅហ្វាយនីខ្ញុំមិនខ្វល់ថាអ្នកធ្វើសកម្មភាពទេដោយមិនប្រុងប្រយ័ត្នដោយខ្លួនឯងប៉ុន្តែកុំព្យាបាលអនាគតរបស់សិស្សជាល្បែងមួយឡើងហេតុអ្នកគ្រាន់តែព្យាយាមនិយាយថារបស់ខ្ញុំសិស្សចូលរួមក្នុងបេសកកម្មដ៏គ្រោះថ្នាក់ជាងនេះខ្ញុំមិនបដិសេធរឿងនេះទេប៉ុន្តែប្រសិនបើអ្នកបានជ្រើសរើសរៀនក្បាច់គុនសិល្បៈអ្នកត្រូវតែរៀនពីរបៀបប្រយុទ្ធខ្ញុំស៊ាំនឹងស្ថានភាពរបស់អ្នកមកពីធម្មតាគ្រួសារដូចជាវ៉ងជញ្ញៀងហើយអ្នកមិនមានទេអ្នកលេងក្បាច់គុននៅក្នុងគ្រួសាររបស់អ្នកចាប់តាំងពីវ៉ងជញ្ញៀងគឺពាក់កណ្ដាលមួយគ្រូចំពោះអ្នកវាគួរតែច្បាស់វាពិបាកជាងសម្រាប់មនុស្សដូចអ្នកធ្វើសមិទ្ធផលសិល្បៈក្បាច់គុនបើប្រៀបធៀបទៅនឹងអ្នកដទៃប៉ុន្តែខ្ញុំខុសគ្នាខ្ញុំមានភាគហ៊ុនរបស់ក្រុមហ៊ុននៅក្នុងការផលិតថ្នាំគ្រាប់ក្រុមហ៊ុនដូច្នេះអ្នកអាចញ៉ាំបានថ្នាំគ្រាប់ច្រើនតាមដែលអ្នកចង់បានញ៉ាំថ្នាំច្រើនតាមដែលខ្ញុំចង់បានញ៉ាំថ្នាំច្រើនតាមដែលខ្ញុំចង់បានបន្ទាប់មកខ្ញុំនឹងសន្សំប្រាក់យ៉ាងច្រើនបន្ទាប់មកអ្នកប្រឹក្សាយោបល់ខ្ញុំនឹងរៀនពីអ្នកចាប់ពីពេលនេះទៅនេះគឺជាបានចូលគេងរបស់ខ្ញុំអ្នកអាចមករកខ្ញុំប្រសិនបើអ្នកមានសំណួរណាមួយទាក់ទងនឹងសិល្បៈក្បាច់គុនអ្នកត្រូវតែទទួលខុសត្រូវសម្រាប់សិស្សរបស់អ្នកប៉ុន្មានឆ្នាំចុងក្រោយនេះច្រើនទៀតជាងពាក់កណ្ដាលនៃសិស្ស12នាក់ដែលអ្នកមានអ្នកណែនាំបានរងរបួសឬស្លាប់មុនពេលពួកគេបានបញ្ចប់ការសិក្សាជាងពាក់កណ្ដាលបានរងរបួសឬស្លាប់គិតថាខ្ញុំកំពុងកុហកអ្នកមិនចាំបាច់ព្រួយបារម្ភខ្ញុំដឹងថាខ្ញុំកំពុងធ្វើអ្វីខ្ញុំសង្ឃឹមថាដូច្នេះមិននិយាយមុននេះតើវាយឺតពេលសម្រាប់ការស្ដាយក្រោយមែនទេឈឺម៉ាទីប្រឹក្សាបង្រៀនវូតើខ្ញុំអាចជ្រើសរើសអ្នកបានទេនេះជាថ្នាំបើកម្លាំងធម្មតាចំនួន10យកវាជាអំណោយសម្រាប់ការប្រជុំដំបូងរបស់យើងជាការពិតណាស់សូមស្វាគមន៍យកឈឺម៉ាឆ្ពោះទៅរកអ្នករងរបួសឬស្លាប់គួរតែជ្រើសរើសទីប្រឹក្សាបង្រៀនថែងជាមួយខ្ញុំមានអារម្មណ៍ថាទីប្រឹក្សាបង្រៀននោះវូគឺសំរុំសម្រាប់ខ្ញុំនាងនៅតែហ៊ានជ្រើសរើសវូសំបីតែបន្ទាប់ពីបានលើអ្វីដែលតោថែងនិយាយក្មេងស្រីនេះក្លាហានតើវូជាអ្វីនាមត្រកូលរបស់ទីប្រឹក្សាការបង្រៀនរបស់អ្នកគឺឈ្មោះពេញរបស់នាងគឺលូវេងរូលូហ្វាងរូអត្រានៃការរងរបួសនិងការស្លាប់ក្នុងចំណោមសិស្សរបស់នាងគឺខ្ពស់ណាស់ប៉ុន្តែនាងមានសមត្ថភាពខ្លាំងនាងស្មើនឹងថេងហ្វូមចុះហេតុអ្វីបានជាអ្នកមិនជ្រើសរើសនាងខ្ញុំចង់រៀនបច្ចេកទេសកាំភ្លើងខ្ញុំបានជ្រើសរើសទីប្រឹក្សាបង្រៀនលូវេជួនតើអ្នកមិនខ្លាចសត្វតនោះទេថេងនឹងជួបបញ្ហាជាមួយអ្នកហេតុអ្វីខ្ញុំត្រូវភ័យខ្លាចតើខ្ញុំហ្វឺឆេងដេងជាមនុស្សកំសាកបែបនេះមែនទេសិស្សលេខ1នៅក្នុងក្រុមរបស់យើងយ៉ាវលីនិងយេងឆេមិនដែលបានបើកដំណើរការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលប្រឆាំងនឹងអ្នកជ្រើសរើសគាត់ទាំងពីរដូច្នេះហេតុអ្វីបានជាថេងហ្វូមព្រួយបារម្ភអំពីដំឡូងតូចដូចខ្ញុំអ្នកបានរៀបចំផ្លូវចិត្តច្រើនមុនពេលដែលអ្នកសម្រេចចិត្តមែនទេអញ្ចឹងតើយើងនឹងទៅដើម្បីប្រមូលការសិក្សារបស់យើងចំណុចឥឡូវនេះឬយើងទៅពេទ្យហេតុអ្វីបានជាយើងត្រូវទៅមន្ទីរពេទ្យមកអូនហើមណាស់បងស្ទើរតែមិនស្គាល់អ្នកតើអ្នកប្រកាសថាអ្នកមិនទៅទេជាការពិតណាស់វាសំខាន់ជាងដើម្បីទៅប្រមូលពិន្ទុសិក្សាហេតុអ្វីខ្ញុំត្រូវគេវាយ៉ាងនេះគូវូចិត្តល្អមែនផ្ដល់ឲ្យខ្ញុំនៅថ្នាំ10គ្រាប់ក្នុងពេលតែមួយនេះមានតម្លៃ1លានផ្នែកដឹកជញ្ជូន Magic Q នេះខ្ញុំត្រូវបានគេវាយដូចនេះប្រសិនបើពួកគេមិនបានធ្វើនោះដូចនេះបើគេមិនឲ្យពិន្ទុសិក្សាបន្ថែមទៀតតើវាអាចប៉ះប៉ូវសម្រស់របស់ខ្ញុំដោយរបៀបណានាយកដ្ឋានដឹកជញ្ជូនសាលាការផ្លាស់ប្ដូរតំបន់មួយជាន់ទី1អូមានមនុស្សច្រើនណាស់ប្រហែលជាពួកគេជាសិស្សច្បងហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថាគេសម្លឹងមកយើងមិនមែនដោយសារតែរបស់អ្នកមក complain fee យ៉ាង master ជំរាបសួរសូមជួយខ្ញុំពិនិត្យមើលអន្ទានរបស់ខ្ញុំឈ្មោះរបស់អ្នកសិស្សលេខអន្តេវាសិកដ្ឋានអ្វីមានតែ45ពិន្ទុប៉ុណ្ណោះត្រូវតែមានកំហុសមួយចំនួនសូមពិនិត្យម្ដងទៀតខ្ញុំចាំថាខ្ញុំបានសម្លាប់មនុស្សធំបំណែកនិងសម្លាប់អ្នកចម្បាំងជាច្រើនហេតុអ្វីបានជាមានតិចម្លេះគ្រូថេងហ្វូមបានរៀបចំអ្នកអាចទៅសួរខ្ញុំមិនបានទទួលខុសត្រូវចំពោះរឿងបែបនេះបន្ទាប់ហ្វាំងប៉ាងតេ86ជីវិតថ្មីស្រុកលេខសិស្សហើយវែងផេងអន្ទានជាមូលដ្ឋានគឺ50ពិន្ទុនិងក្រេឌីតត្រូវបានផ្ដល់រង្វាន់វែងផេនឆ្អឹងទី3ស្តង់ដារការអនុវត្ត Marshallist អន្ទានមូលដ្ឋាន50ក្រេឌីតដែលទទួលបានរង្វាន់152ពិន្ទុ
152ច្រើនជាងខ្ញុំទៅទៀតព្រោះខ្ញុំខ្លាំងជាងអ្នកខ្ញុំបានធ្វើការងារនេះអស់រយៈពេល3ឆ្នាំហើយនេះជាលើកទី1ហើយដែលខ្ញុំបានឃើញនិស្សិតទទួលបានពានរង្វាន់ខ្ពស់បែបនេះកញ្ញាខ្ញុំមានសំណួរមួយតើមានការប្រើប្រាស់ផ្សេងទៀតសម្រាប់ឥន្ទានក្រៅពីការប្រោះលោះឥន្ទានត្រូវបានប្រើជាច្រើនវិធីពីអាហាររបស់អ្នកសម្រាប់ការប្រើប្រាស់មួយចំនួនកន្លែងបណ្ដុះបណ្ដាលការប្រើប្រាស់នៃឧបករណ៍ជំនួយឬមួយចំនួនដែលមានកម្រិតខ្ពស់និយាយឲ្យខ្លីនៅក្នុង Magic Wand មិនមានទេបញ្ហាដែលមិនអាចដោះស្រាយបានដោយឥន្ទានលើសពីនេះទៀតឥន្ទានអាចត្រូវបានផ្លាស់ប្ដូរជាសាច់ប្រាក់ក្នុងអត្រាមួយឥន្ទានចង្អុលទៅសាច់ប្រាក់10,000 យន់និងសាច់ប្រាក់30,000 យន់ដើម្បីទិញចំណុចឥន្ទានមួយឥន្ទានមួយសម្រាប់10,000 យន់និង30,000 យន់សម្រាប់មួយពិន្ទុនេះគឺជារណ្ដៅពេកវាមានតម្លៃតែ10,000 យន់សម្រាប់ប្រាក់និង30,000 យន់សម្រាប់ដូរប្រាក់អ្នកមិនអាចលុះហើយសាលាក៏មិនមានដែរលើកទឹកចិត្តសិស្សឲ្យបដូរប្រាក់សម្រាប់ឥន្ទានមានតែសិស្សមួយចំនួនប៉ុណ្ណោះបើមិនធ្វើដោះដូរសូម្បីតែពួកគេក៏មិនអាចញ៉ាំបានដែរឬការអនុវត្តដែលផ្ដល់ឲ្យអត្ថប្រយោជន៍សម្រាប់គ្រួសារអ្នកមានរបស់អ្នកកុំនិយាយដូចខ្ញុំការផ្លាស់ប្ដូរខ្ញុំនឹងមិនសូម្បីតែគ្រួសារអ្នកមានក៏មិនអាចដែរដោះស្រាយការដោះដូរទាំងនេះសំណាងហើយលើកនេះខ្ញុំមានលុយមិនតិចទេបន្ថែមថ្នាំគ្រាប់ឈាមថោកទ្រព្យសម្បត្តិតម្លៃបានកើនឡើង4លានបន្ថែមទៀតហ្វងពេញហេតុអ្វីបានជាអ្នកសាច់មើលទៅល្ងងខ្ញុំនឹងដូរខ្លះថ្នាំគ្រាប់តើអ្នកចង់ទៅទេបាទសម្រាប់និស្សិតថ្មីយើងកុំបង្ហាញមើលនុយទាំងអស់ប៉ុន្តែចំពោះមនុស្សក្រោមទី3កម្រិតដូចអ្នកនេះគឺគ្រប់គ្រាន់ហើយទម្លាយក្បាច់គុណជញ្ជាំងត្រូវការឈាមថោកថ្នាំគ្រាប់ថ្នាំបំបត្តិឆ្អឹងនិងថ្នាំគ្រាប់ដើម្បីការពារសរីរាង្គរបស់អ្នកញ៉ាំពួកវាបន្ទាប់មកបំបែកគឺជាវិធីដែលមានសុវត្ថិភាពបំផុតឥឡូវនេះហើយទាំង3នេះមានតែ45 ក្រេឌីតប៉ុណ្ណោះហើយអ្វីបានជាសាលាផ្ដល់ឲ្យអ្នកនៅ50 ក្រេឌីតជាមូលដ្ឋានតម្លៃទីផ្សារ2លានយន់ប៉ុន្តែមានតែ500,000នៅទីនេះសូមមិនលក់ថ្នាំដែលមានតម្លៃខ្ពស់នឹងទទួលបានប្រាក់ចំណេញលើសពីនេះទៅទៀតតម្លៃទ្រព្យសម្បត្តិរបស់ខ្ញុំអាចកើនឡើងនេះគឺជាឱកាសមួយដោយគ្មានប្រព័ន្ធប្រហែលជាខ្ញុំមិនអាចយកឈ្នះលើកទី2បានទេឆ្អឹងហាត់ក្បាច់គុណថ្ងៃនេះអ្នកប្រយុទ្ធនឹងចាប់ផ្ដើមពីហាត់ឆ្អឹងអវយវៈមួយបន្ទាប់មកកែលម្អវ័យផ្សេងទៀតទោះបីជាខ្ញុំហាត់ឆ្អឹង3ដងក៏ដោយវាមានថាមពលខ្លាំងវានៅតែ3ដងប៉ុណ្ណោះបើប្រឈមមុខនឹងឆ្អឹងខ្ញុំមិនអាចប្រៀបធៀបជាមួយពួកគេបានទេអន្តេវាសិកដ្ឋានគ្រូអ្នកមកលឿនណាស់ហើយអ្វីបានជាអ្នករក្សាមើលចំចិត្តគ្រូនេះនិយាយដោយក្លាហាននាងមិនចាត់ទុកខ្ញុំជាបរិសុទ្ធទេចូលមកហើយបិទទ្វារបាទប្រាប់ខ្ញុំពីអ្វីដែលធ្វើឲ្យអ្នកមកទីនេះទាំងព្រឹកព្រលឹមខ្ញុំចង់ក្លាយជាអ្នកចម្បាំងខ្ញុំពិតជាគិតថាអ្នកនឹងរងចាំរហូតដល់ម៉ោងហាត់ឆ្អឹងទី4អ្នកមិនមែនជាអ្នកចម្បាំងសំបីតែខ្លាយជាខ្លាំងជាងគឺនៅតែមិនចម្បាំងដំបូងខ្ញុំគិតថាឆ្អឹងទី3ពេលហាត់ដូចខ្ញុំខ្លាំងណាស់ប៉ុន្តែបន្ទាប់ពីការប្រយុទ្ធកាលពីម្សិលមិញខ្ញុំអាចធ្វើបានមានអារម្មណ៍ថាមានគម្លាតរវាងខ្ញុំនិងអ្នកចម្បាំងមានឈាមជីខ្ពស់ប៉ុន្តែពីសប្តាហ៍ធម្មពលវិប្រហាទាបរាងកាយគឺគ្រាន់តែជាប្រសើរជាងអ្នកដទៃបន្តិចអ្នកកំពុងជ្រើសរើសពេលវេលានេះដើម្បីបំបែកតាមរយៈរឿងត្រឹមត្រូវជាការពិតណាស់អ្នកត្រូវតែយល់វាពិបាកក្នុងការអនុវត្តឆ្អឹងទាំងអស់របស់រាងកាយប្រសិនបើអ្នកបន្តហាត់លើកទី4អ្នកនឹងខ្ជះខ្ជាយរបស់អ្នកពេលវេលានឹងមិនទទួលបានផលប្រយោជន៍ប៉ុន្តែបន្ទាប់ពីមកដល់ចំណាត់ថ្នាក់ដំបូងអ្នកអាចដោយសេរីជ្រើសរើសអវយវៈដើម្បីហាត់អនុវត្តទៅបន្តកម្រិតនៅពេលនោះគុណសម្បត្តិនៃពេលវេលាវឹកហាត់ឆ្អឹងទី3នឹងបង្ហាញបំបែកតាមរយៈការខ្ពស់ជាងនេះកម្រិតនឹងកាន់តែងាយស្រួលព្រោះអ្នកគ្រាន់តែត្រូវព្យាយាមប្រហែល60សមត្ថភាពរបស់អ្នកទាំងអស់អ្នកបានអនុវត្តវិធីសាស្ត្ររឹងអ្នកគួរតែដឹងថាវាធ្វើឲ្យសរសៃរបស់អ្នករឹងនៃការអនុវត្តមិនមែនអ្នកចម្បាំងវិធីសាស្ត្ររឹងអនុវត្តតែ14មេប៉ុណ្ណោះសរសៃទាំងអស់នៃរាងកាយទន្ទឹមនឹងនេះអ្នកមិនមែនជាអ្នកចម្បាំងឆ្លងកាត់ទៅទី1ចំណាត់ថ្នាក់ធ្វើឲ្យកាន់តែច្បាស់សរសៃជ្រៅនៅក្នុងឈាមឆែតើអ្នកទុកថ្នាំនៅជាមួយអ្នកទេបាទខ្ញុំធ្វើភុយហាឯងយកថ្នាំមកច្រើនណាស់សាច់មិនក៏ពិបាកម្លេះលោកហ្វុនរ៉ោខ្ញុំជាលើកដំបូងដែលខ្ញុំបានឃើញសិស្សខ្លាចស្លាប់ដូចឯងតាមពិតទៅពីស្ថានភាពរបស់អ្នកមិនចាំបាច់ប្រើថ្នាំទាំងនេះទេសុវត្ថិភាពប្រសើរជាងសុំទោសប្រសិនបើប្រើថ្នាំគ្រាប់នាំឲ្យមានអត្រាជោគជ័យ100ខ្ញុំមិនធ្វើទេត្រូវតែមានហានិភ័យសូម្បីតែជាមួយនឹងអត្រាបរាជ័យ1
បន្ទាប់ពីខ្ញុំបានមើលរឿងរបស់អ្នកកាលពីម្សិលមិញសមរភូមិតើអ្នកបានហាត់នៅក្រោមដៃទេបន្ទាប់មកអ្នកត្រូវចងចាំលំដាប់ពង្រេកដំបូងអ្នកបើកអូរទៅខាងក្រោមអវយវៈបន្ទាប់ពីបញ្ចប់វាអ្នកអាចចូលកាន់តែជ្រៅបើធ្វើខុសហើយទទួលផលគុំនិយាយថាខ្ញុំមិនបានរំលឹកអ្នកប្រមូលផ្ដុំជាមជីហើយចាក់វាចូលទៅក្នុងសរសៃពីអ្វីដែលគាត់កំពុងបង្ហាញគាត់មិនបាច់ប្រើថ្នាំគ្រាប់ឈាមទេយកវាគាត់ពិតជាខ្លាចស្លាប់ក្មេងប្រុសនេះពិតជាមានទេពកោសល្យមែនប៉ុន្តែសិស្សរបស់ខ្ញុំដែលមិនមានទេពកោសល្យជួលឡូវវ៉ាន់អ្នកមិនគួរខំប្រឹងទេស្រឡាញ់សិស្សរបស់អ្នកទៀតហើយមែនហើយ564,000 ការជូនដំណឹងអ្នកមានបានឡើងដល់អ្នកចម្បាំងលំដាប់ទី1ខ្ញុំបានបំបែកលោកគ្រូខ្ញុំបានទម្លាយហើយវាគ្មានអ្វីដែលត្រូវរំភើបខ្លាំងនោះទេអ្នកបានបញ្ចប់ការបង្កើតឆ្អឹង3ដងពិតណាស់អ្នកនឹងទម្លាយឥឡូវនេះសរសៃរបស់អ្នកបានកើនឡើងយកថ្នាំគ្រាប់សំខាន់បំពេញភាពរឹងមាំរបស់អ្នកយើងនឹងវាស់ថាតើវាកើនឡើងប៉ុន្មានមិនអីទេខ្ញុំអស់កម្លាំងខ្លាំងពេកថ្នាំមួយគ្រាប់មិនអាចបំពេញវាទាំងអស់បានទេខ្ញុំគិតថាខ្ញុំនឹងប្រើតម្លៃទ្រព្យសម្បត្តិជាសះស្បើយដែលគួររក្សាទុកថ្នាំមួយចំនួនភាពរឹងមាំរបស់ក្មេងនេះគឺវិធីងើបឡើងវិញលឿនពេកអត្រាស្រូបយកថ្នាំរបស់គាត់គឺខ្ពស់តើវាដូចគ្នាជាមួយមនុស្សគ្រប់គ្នាដែរឬទេតើអ្នកណាបានខ្លាញ់បន្លំ3ដងផុងភីងអ្នកទើបតែ3ថ្ងៃនេះដូច្នេះសម្រាប់ពេលនេះអ្នកគួរតែស្គាល់ខ្លួនអ្នកភ្លាមការកើនឡើងនៃភាពរឹងមាំថ្ងៃស្អែកអត់ទេថ្ងៃសៅរ៍ទៅកន្លែងហាត់ប្រាណរបស់សិស្សថ្មីខ្ញុំនឹងបង្រៀនអ្នកខ្លះបច្ចេកទេសការពារខ្លួនបាទល្អណាស់មិនដែលគិតថាខ្ញុំអាចរៀនបច្ចេកទេសចាប់នេះហ្វុងពេងអ្នកបានដាក់ដៃគោនៅសល់2ថ្ងៃទៀតដល់ពិធីប៉ុន្តែអ្នកបានឆ្លងកាត់រួចហើយជាការប្រសើរណាស់ចាប់តាំងពីខ្ញុំបានខ្លាញ់បន្លំ3ដងការបំបែកគឺងាយស្រួលប្រាប់ខ្ញុំការពិតអ្នកហាក់អ្នកធ្វើត្រូវទេហាហេតុអីតើអ្នកគិតថាវាជាហ្គេមទេហាវាជាការពិតមិនត្រឹមតែខ្ញុំហាក់ប៉ុណ្ណោះទេប៉ុន្តែខ្ញុំក៏ចំណាយប្រាក់យ៉ាងច្រើនលើវាខ្ញុំមិនខ្វល់ទេទោះជាយ៉ាងណាក៏ដោយព្យាបាលអ្នកនៅថ្ងៃនេះបង់ថ្លៃអាហាររបស់ខ្ញុំតោះទៅអាហារដ្ឋានទី2ខ្ញុំបានគិតថាអ្នកចង់បានរបស់ឆ្ងាញ់ខ្ញុំមិនបានគិតថាវាជាការអាហាររបស់អាហារដ្ឋានធ្វើខ្លួនអ្នកនៅផ្ទះកុំមានសុជីវធម៌ចំពោះខ្ញុំតែមិនថ្លៃណាស់ធ្វើមន់របស់ពួកគេហាត់ក្បាច់គុណឬអ្វីអេបេឡូតជាមួយទឹកជ្រលក់ផ្សិតគឺ1,888 យន្តប្រសក់សមុទ្រឆ្អិនគឺ2,888 យន្តមន់ស្ងោរជាមួយយិនសិនគឺ3,999 យន្តនិងសាច់គោ1,999 យន្តមុខវិជ្ជាអាហារដ្ឋានទី2និង Marshall's ចំអិនអាហារចានទាំងអស់នេះមានថ្នាំពិសេសនៅក្នុងពួកវាជាគ្រឿងផ្សំពិចារណាវាមិនថ្លៃពេកទេតើគ្រួសាររបស់អ្នកផ្ញើអ្នករាប់លានរាល់ខែតើអ្នកនិយាយលេងទេតើអ្នកគិតទេលុយនោះគ្មានតម្លៃទេទោះបីជាគ្រួសាររបស់ខ្ញុំគឺជាអ្នកមានយើងមិនមានទេប្រភេទចានទាំងនេះជាទៀងទាត់អ្នកដឹងប៉ុន្តែថ្ងៃនេះអ្នកបង់ប្រាក់ទីពេទ្យអ្នកគួរញ៉ាំតិចជាងអូនេះមិនមែនថ្មីទេ Freshman King Fomping ស្គាល់វ៉ងជិនយ៉ាងទេដំបូងខ្ញុំស្គាល់វ៉ងជិនយ៉ាងប៉ុន្តែប្រសិនបើអ្នកកំពុងស្វែងរកការសង្សឹកអ្នកអាចទៅរកគាត់ដោយខ្លួនឯងគាត់មានសត្រូវច្រើនពេកមិនអាចមើលថែពួកគេទាំងអស់បានទេទី2គ្រូរបស់ខ្ញុំគឺគ្រូវូដែលមិនអាចរកបានដូច្នេះគិត2ដងប្រសិនបើអ្នកចង់ជ្រើសរើសការប្រយុទ្ធទី3អ្នកជាប់ចំណាត់ថ្នាក់ហើយខ្ញុំជាប់ចំណាត់ថ្នាក់លេខ1ប្រសិនបើអ្នកចង់រំខានខ្ញុំពេលអ្នកនៅអត្ថប្រយោជន៍មួយសាលានឹងមិនអនុញ្ញាតនោះទេទីបំផុតអន្តេវាសិកដ្ឋានហាំវីតបឆ្លាតណាស់មិនបាច់ឆ្ងល់ទេអ្នកគឺជា Freshman King ដូច្នេះតើអ្នកនិយាយថាអ្នកជាសុខចិត្តយកចំណែកមួយបំណុលរបស់វ៉ងជិនយ៉ាងបើខ្ញុំបដិសេធអ្នកនឹងរកបានខ្លះហេតុផលផ្សេងទៀតដើម្បីជ្រើសរើសការប្រយុទ្ធវាមិនរាប់ថាជាការជ្រើសរើសការប្រយុទ្ធទេវាជាប្រពៃណីសម្រាប់សិស្សចាស់ដើម្បីបង្រៀនអ្នកថ្មីនៅកន្លែងរបស់ពួកគេអ្នកទើបតែបានចុះឈ្មោះប៉ុន្តែអ្នកគឺជាអនុញ្ញាតឲ្យគិតនាមទៅក្បាលរបស់អ្នកទោះបីជាវាមិនមែនសម្រាប់វ៉ងជិនក៏ដោយយ៉ាងពួកយើងនៅតែស្វែងរកអ្នកចូលធ្វើវាតាមវិធីនេះតាំងពីពេលនោះមកអ្នកទើបតែបានបំបែក
យើងនឹងមិនទាញយកប្រយោជន៍ពីអ្នកទេយើងនឹងផ្ដល់ឲ្យអ្នកមួយខែបន្ទាប់ពីមួយខែចំណាត់ថ្នាក់មួយអ្នកលេងក្បាច់គុណម្នាក់នឹងមកប្រកួតប្រជែងអ្នកនោះមិនគួរជាបញ្ហាទេមែនទេការប្រយុទ្ធស្លាប់គ្មានអ្វីធ្ងន់ធ្ងរទេយើងទាំងអស់គ្នាជានិស្សិតនៃទីក្រុងសៀងហៃសាឡាមិនបាច់ទៅឆ្ងាយទេប៉ុន្តែអ្នកប្រហែលជាមិនចេញមកហើយជិះស្គីទេ3 ដងនៃការបង្កាច់ឆ្អឹងហើយឆ្លងកាត់ដំបូងចំណាត់ថ្នាក់យល់ជាមួយកម្ពូលមួយចំណាត់ថ្នាក់ដំបូងហាក់ដូចជាយុទ្ធធនណាស់ក្នុងនាមជាស្ដេចថ្មីអ្នកគួរតែធ្វើផ្នែកវ៉ាងពេងយោយ៉ាងណាដែរធ្វើអ្វីដែលអ្នកចង់បានជាការប្រសើរណាស់ដូច្នេះវាត្រូវបានសម្រេចចិត្តបន្តអាហាររបស់អ្នកជួបគ្នាខែក្រោយហើយអ្វីបានជាអ្នកយល់ព្រមប្រសិនបើអ្នកគ្រាន់តែប្រងើយកន្តើយនឹងពួកគេនឹងមិនធ្វើទេហ៊ានធ្វើអ្វីគ្រប់យ៉ាងចំពោះអ្នកខ្ញុំចង់ពិសោធន៍វាបន្តិចខ្ញុំចង់ពិសោធន៍អ្វីដែលជាអ្នកក្បាច់គុណពិតនឹងការប្រយុទ្ធបង្ហូរឈាមតំបន់បណ្ដោះបណ្ដាលនិស្សិតមានអ្នកផ្សេងនៅទីនេះនោះជានាងក្មេងស្រីផ្សេងទៀតដែលបានជ្រើសរើសលើវង្រោថ្ងៃនោះដូចខ្ញុំដែរខ្ញុំគិតថាលើវង្រោគឺផ្នែកប៉ុន្តែនាងពិតជាហៅនាងនៅទីនេះផងដែរសួស្ដីខ្ញុំឈ្មោះវ៉ងផេងមិត្តរួមថ្នាក់របស់អ្នកលោកយ៉ាវស៊ូម៉ាបន្ទាប់ពី1នាទីឆ្កងណាស់ហេតុអ្វីបានជាលើវង្រោនៅទីនេះតើខ្ញុំគួរនិយាយអ្វីមួយទេវ៉ងផេងតើអ្នកអាចឈប់ចាប់ដៃខ្ញុំបានទេសុំទោសខ្ញុំបានឮថាអ្នកបានប្រជែងជាមួយមនុស្សចាស់របស់អ្នកខ្ញុំជាអ្នកដែលត្រូវបានជំទាស់ជំនួសវិញចាស់ទុំទាំងនោះមិនតិចជាងចំណាត់ថ្នាក់កម្ពុជានៅពេលអ្នកដឹងទោះបីអ្នកជាសិស្សផ្កាយរបស់យើងក៏ដោយថ្នាក់ទីតើអ្នកប្រកាសថាអ្នកអាចយកឈ្នះពួកគេបានទេយើងនឹងឃើញអ្នកហាក់ដូចជាមិនព្រួយបារម្ភតតែសោះអ្នកទាំងពីរប្រកាសជាកំពុងនិយាយរីករាយមែនទេគ្រូលោកខ្ញុំបានឮអំពីវាជាបញ្ហាប្រឈមមួយដែលអ្នកទទួលយកដោយខ្លួនឯងគ្មាននរណាម្នាក់នឹងព្យាយាមបញ្ឈប់អ្នកទេខ្ញុំគិតថាអ្នកគឺជានរណាម្នាក់ដែលកោតសរសើរជីវិតរបស់ពួកគេប៉ុន្តែវាហាក់ដូចជាអ្នកមិនមែនទេខុសពីអ្នកដទៃឥឡូវនេះយើងទាំងពីរគឺជាថ្នាក់ទី1ឯងចង់ឲ្យវាសាកល្បងវាប្រសើរជាងតែងតែត្រូវបានជ្រើសរើសប្រហែលខ្ញុំបានហៅអ្នកនៅទីនេះនៅថ្ងៃនេះព្រោះអ្នកជាអ្នកក្បាច់គុណពិតប្រាកដឥឡូវនេះសិល្បករក្បាច់គុណអាចជាទាហានជួរមុខនៅក្នុងសមរភូមិដូច្នេះខ្ញុំនឹងបង្រៀនអ្នកពីរបៀបសម្លាប់សត្រូវរបស់អ្នកក៏ដូចជាការពារខ្លួនអ្នកផងដែរវាមើលទៅដូចជាសាមញ្ញណាស់ទាត់ប៉ុន្តែវាទម្លុះនោះជាបង្គោលឈើអ្វីដែលខ្ញុំទើបតែបង្ហាញអ្នកគឺជើងបច្ចេកទេសដែលហៅថាការទាត់បាល់ឈ្មោះអាចមានលក្ខណៈតឹងតែងបន្តិចពួកគេសំខាន់គឺបង្រួមធម្មពលរបស់អ្នកនៅចំណុចតែមួយបង្រួមជារបស់អ្នកនៅចំណុចមួយនិងរួមគ្នាជាមួយឆ្អឹងរឹងរបស់អ្នកធម្មពលដែលផលិតដោយឆន្ទៈមិនតិចជាងកាំភ្លើងទេដើម្បីឲ្យមានប្រសិទ្ធភាពប្រាសាទបំពង់ក្បេះដូងនិងក្រញាំគឺជាគោលដៅចម្បងគោលបំណងគឺដើម្បីដកគូប្រជែងរបស់អ្នកក្នុងការវាយប្រហារតែមួយលោកគ្រូបើគេទទួលរងការវាយប្រហារនេះតើពួកគេនឹងស្លាប់ឬជាការពិតណាស់បច្ចេកទេសប្រយុទ្ធបច្ចេកទេសសម្លាប់ពីមូលដ្ឋានគ្រឹះរបស់ពួកគេវាមានតែងតែជាការប្រើប្រាស់គោលបំណងរបស់ពួកគេអ្នកត្រូវយល់ពីរឿងនេះតាំងពីថ្ងៃមកសាលាអ្នកមិនមែនជាសិស្សធម្មតាទៀតទេអ្នកត្រូវបានកំណត់ដើម្បីទៅស៊ូនៅលើបន្ទាត់នៃជីវិតនិងការស្លាប់កុំមើលស្រាលការប្រយុទ្ធណាមួយជាការលេងរបស់កុមារនៅពេលដែលអ្នកនៅលើសង្វៀនវាគឺជាការប្រកួតដើម្បីស្លាប់វាមិនសំខាន់ទេប្រសិនបើគូប្រជែងគឺជាមិត្តរួមថ្នាក់របស់អ្នកឬជាមិត្តរបស់អ្នកទោះបីជាថ្ងៃណាមួយអ្នកនឹងជួអានគេនឹងចូលសង្វៀនជាមួយគ្នាអ្វីដែលអ្នកត្រូវពិចារណាគឺជាវិធីកម្ចាត់គាត់ឬប្រហែលជាសម្លាប់គាត់ព្យាបាលបញ្ហាប្រឈមនេះពេលវេលាជាបេសកកម្មសាកល្បងរបស់អ្នកប្រសិនបើអ្នកឈ្នះខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅអំណោយដ៏ធំមួយ Trans Gregor កម្មវិធីនិពន្ធ Aris អ្នកចម្បាំងខ្មោចការយល់ឃើញរបស់អ្នកមិនអាក្រក់ទេខ្ញុំគ្រាន់តែត្រូវការចាប់យកបច្ចេកទេសនៃការប្រមូលផ្ដុំកម្លាំង condensation និងការបណ្ដេញចេញវាហាក់ដូចជាសាមញ្ញណាស់សាមញ្ញខ្ញុំមិនអាចយល់បានសំបីតែកម្លាំងប្រជុំគ្នាឥឡូវនេះខ្ញុំល្ងងមែនទេអ្នកមិនល្ងងទេអត់មានទេត្រូវការប្រៀបធៀបខ្លួនអ្នកទៅនឹងអ្នកដទៃមនុស្សខ្លះឆ្លាតដោយធម្មជាតិគ្រាន់តែអ្នករងចាំខ្ញុំនឹងប្រកាសជាស្ទាត់ជំនាញឆាប់នេះ
សូមកុំឲ្យហ្វនពេញចំអកអ្នកគាត់គ្រាន់តែខុសពីអ្នកដទៃអ្វីដែលអ្នកត្រូវធ្វើគឺផ្ដោតលើរក្សាដង្ហើមនិងចង្វាក់របស់អ្នកបាទតើខ្ញុំគ្រាន់តែលួងលោមនាងទេហេតុអ្វីបានជានាងមើលទៅខឹងដូច្នេះហ្វុនភីងបង្ហាញចលនាសម្រាប់ខ្ញុំនឹងកែតម្រូវអ្នកប្រសិនបើមានអ្វីខុសអូមិនអីទេការប្រមូលផ្ដុំកម្លាំងបានបញ្ចប់បង្ខំឲ្យ condensation បានបញ្ចប់ការបណ្ដេញចេញដោយបង្ខំបានបញ្ចប់អ្នកឈួតខ្ញុំគ្រាន់តែប្រាប់អ្នកឲ្យបង្ហាញចលនាមិនមែនទាត់បង្គោលឈើទេខ្ញុំជាប់លេខ5មួយទាត់បង្គោលមួយទៅខ្ញុំគឺងាយស្រួលដូចនំប៉ាវអ្នកបានហើយទើបតែចាប់ផ្ដើមនៅលើមូលដ្ឋាននិងអ្នកគិតថាអ្នកអាចធ្វើបានដូចគ្នាសូមចងចាំរឿងនេះឲ្យបានល្អនោះហើយជាឧទាហរណ៍បុរាណនៃពណ៌ត្នោតទាំងអស់និងគ្មានខួរក្បាលកុំយកខ្ញុំធ្វើជាគំរូអាក្រក់តោះហើយវាមួយថ្ងៃនៅទីនេះត្រូវប្រកាសថាពិនិត្យមើលអ្វីអ្នកបានរៀនថ្ងៃនេះយើងនឹងបន្តនៅថ្ងៃស្អែកលោកគ្រូតើអំណោយបែបណាតើអ្នកនឹងផ្ដល់ឲ្យខ្ញុំទេគ្រាន់តែរងចាំរហូតដល់អ្នកឈ្នះនៅខែក្រោយខ្ញុំស្ទើរតែភ្លេចកុំភ្លេចទៅការិយាល័យដឹកជញ្ជូនដើម្បីធ្វើស្បែកជើងស្បែកមួយគូប្រភេទចង្អុលនាងចង់ឲ្យខ្ញុំស្លៀកពាក់ចង្អុលស្បែកជើងស្បែកនៅក្នុងការប្រយុទ្ធបើការទាត់ខ្លាំងដូចជារមៀលពុះតែមួយត្រូវបានអនុវត្តការទាត់មួយមានន័យថាស្លាប់ជាក់លាក់អន្តេវាសិកដ្ឋានកែនតើអ្នកណៃណាខ្ញុំមិនអាចឃើញទៀតទេផ្លូវហើយកុំខ្លាចអីខ្ញុំនៅទីនេះខ្ញុំមិនដែលទូរស័ព្ទមកផ្ទះទេចាប់តាំងពីខ្ញុំមកសាលានេះជំរាបសួរហ្វងពេងអ្នកមិនបានទូរស័ព្ទមកជារៀងរហូតទេខ្ញុំរវល់ខ្ញុំបានគិតថាអ្នកលែងត្រូវការយើងទៀតហើយខ្ញុំបានគិតខ្ញុំពិតជាគិតថាអ្នកលែងត្រូវការយើងទៀតហើយប្អូនស្រីឈួតតើខ្ញុំអាចបំភ្លេចគ្រួសាររបស់យើងដោយរបៀបណាតើឪពុកម្ដាយរបស់យើងយ៉ាងម៉េចដែរហើយពួកគេគឺហ្វេណូតើហ្វងពេងកំពុងហៅទេហេតុអ្វីបានជាគាត់ហៅយើងយឺតម្លេះប្រហែលបេងរវល់តើនោះជាសម្លេងរបស់ពូតាន់ទេបាទគាត់នឹងមកលេងផ្ទះយើងថ្ងៃនេះសូមជម្រាបសួរគាត់មិនអីទេខ្ញុំចង់ប្រាប់អ្នករឿងមួយបងប្រុសរបស់អ្នកបានបំបែកហើយខ្លាចជាអ្នកក្បាច់គុណជាផ្លូវការអ្វីអ្នកទាំងអស់គ្នាកុំត្រូវគេបាញ់ជម្រាបសួរហ្វងពេងតើអ្នកខ្ញុំទេខ្ញុំគឺថេនចិនបេងខានឃើញយូរហើយពូតាន់ខ្ញុំមិនបានរំពឹងថាអ្នកនឹងមានបំបែកលឿនណាស់អ្នកទើបតែបានទៅសាលារៀនរយៈពេលខ្លីប៉ុន្តែអ្នកបានឆ្លងកាត់អ្នកពិតជាអាចជួយសង្គ្រោះមុខទីក្រុងវ័យក្មេងរបស់យើងខ្ញុំគ្មានអ្វីសោះនៅសាកលវិទ្យាល័យសៀងហៃមានរាប់រយអ្នកនៃអ្នកសិល្បៈក្បាច់គុនក្នុងចំណោមសិស្សថ្មីតែខ្ញុំទម្លាយនៅពេលនេះគឺរឿងតូចតាចពូតាន់មិនចាំបាច់មានសុជីវធម៌ទេអ្នកលេងក្បាច់គុនរាប់រយអ្នកក្នុងចំណោមសិស្សថ្មីសាលារៀនលំដាប់ខ្ពស់មកដល់ជាមួយសិស្សដែលមានសមត្ថភាពខ្ពស់ពូតាន់ចាំខ្ញុំនិយាយជាមួយបងលោកផុងតោះនិយាយបន្តិចពេលនេះហ្វងបេងបានក្លាយជាអ្នកក្បាច់គុនអ្នកមិនអាចបន្តក្នុងនាមជាសន្តិសុខទៀតហើយថ្ងៃស្អែកទៅមនុស្សនាយកដ្ឋានធនធាននឹងរីកាថាមានរន្ទេនៅក្នុងការិយាល័យនោះជាកន្លែងដែលលេខាធិការនិងជំនួយការរបស់ចៅហ្វាយធ្វើការតើវាអាចទៅរួចដោយរបៀបណាប៉ុន្តែសម្រាប់កូនប្រុសរបស់ខ្ញុំនឹងមិនមានទេអាចក្លាយជាសិស្សដែលមានប្រសិទ្ធភាពខ្ញុំនឹងមិនអាចក្លាយជាមន្ត្រីបានទេបុគ្គលិកទោះបីខ្ញុំចំណាយពេលពេញមួយជីវិតក៏ដោយសូមអរគុណលោកតាំងលោកគ្រូអាចជួយបានទេខ្ញុំធ្វើស្បែកជើងមួយគូអ្នកមិនទាន់ចេះក្បាច់គុននៅឡើយទេខ្ញុំគ្រាន់តែផ្ដល់អាវុធដល់សម្ព័ន្ធមិត្តប៉ុណ្ណោះដល់អ្នកសិល្បៈក្បាច់គុនប៉ុន្តែខ្ញុំបានឆ្លងកាត់ពីរបីថ្ងៃមុនខ្ញុំមិនអាចទទួលយកពាក្យរបស់អ្នកសម្រាប់វាបានទេអ្នកត្រូវតែទៅប្រឡងតំបន់នៅជាន់ទី2ដើម្បីពិនិត្យហើយបដូរក្បាច់គុនបណ្ដោះអាសន្នរបស់អ្នកកាត់មួយទៅជាផ្លូវការបន្ទាប់មកត្រឡប់មកទីនេះអញ្ចឹងទេបន្ទប់ប្រឡងអរគុណច្រើនលោកគ្រូយ៉ាងឆៃមិនដែលជាអ្នកនោះវាប្រហារខ្ញុំពីខាងក្រោយដោយចេតនាអូអ្នកមិនមែនជាស្ដេចថ្មីទេអ្នកណាវាក្មេងស្រីនៅថ្ងៃនោះខ្ញុំឮថាអ្នកធ្វើឲ្យអ្នកចាស់ទុំខឹងនោះមិនមែនជាស្រីទេបើមានឱកាសខ្ញុំមិនបដិសេធទេប៉ុន្តែយ៉ាងឆៃមិនកំពុងព្យាយាមនិយាយស្រីជាអ្នកក្បាច់គុនមែនទេឬអ្នកមានអារម្មណ៍ថាក្បាច់គុនស្រីនោះសិល្បៈកុកខ្សោយជាងអ្នកដទៃអ្នកពិតជាសេកស៊ីណាស់
ប៊ីបវាកុំបំផ្លាញគំនិតខ្ញុំមុននេះអ្នកអាចយកឈ្នះលើពួកយើងបានព្រោះសិស្សថ្មីគ្មានជំនាញលើកនេះអ្នកនឹងមានដើម្បីប្រឈមមុខនឹងក្បាច់ចាស់សិល្បករដែលមានរួចហើយបានចូលទៅក្នុងសមរភូមិបង្ហូរឈាមខ្ញុំនឹងរងចាំមើលពីរបៀបដែលអ្នកបរាជ័យខ្ញុំពិតជាមិនខ្វល់ពីមនុស្សទាំងនោះទេនៅសាកលវិទ្យាល័យសៀងហៃបរិស្ថានគឺពេញនៃធនធានប៉ុន្តែគាត់នៅតែឈរនៅលំដាប់ទី1មានតែវិធីពីរប៉ុណ្ណោះគាត់ធ្វេសប្រហែសការដាំដុះរបស់គាត់ឬគាត់មិនមានទេពកោសល្យឲ្យគ្រប់គ្រាន់ទេដើម្បីក្លាយជាអ្នកប្រយុទ្ធមនុស្សប្រភេទនោះតើខ្ញុំត្រូវខ្លាចដោយរបៀបណាផុងភីងអ្នកមិនគួរមើលទេចុះលើគូប្រជែងរបស់អ្នកអរគុណសម្រាប់ការរំលឹកខ្ញុំប៉ុន្តែខ្ញុំមិនដែលមើលទេចុះមកលើនរណាម្នាក់រហូតមកដល់ពេលនេះមិនមែនលើខ្លួនខ្ញុំផងដែរអ្វីក៏ដោយធ្វើអ្វីដែលអ្នកចង់បានបន្ទប់ប្រឡងជំរាបសួរលោកគ្រូចំណាត់ថ្នាក់1បាទម៉ាស៊ីនពិនិត្យទុកសញ្ញាសម្គាល់នៅលើបន្ទះដែកនេះហើយអ្នកនឹងក្លាយជាអ្នកប្រដាល់លំដាប់ទី1ទុកសញ្ញា1បាទរបៀបដែលអ្នកចង់ធ្វើវាគឺស្រេចដល់អ្នកខំក្រញ៉ាំអ្វីនឹងទៅដរាបណាអ្នកអាចបង្ហាញឲ្យបានគ្រប់គ្រាន់កម្លាំងដើម្បីបញ្ជាក់ថាអ្នកជាប់ចំណាត់ថ្នាក់លេខ1វាផ្ទាល់បន្ទាប់មកសាកល្បងជំនាញថ្មីដែលខ្ញុំបានរៀននោះនឹងធ្វើនេះជាអាជ្ញាប័ណ្ណក្បាច់គុណថ្មីរបស់អ្នកបណ្ដោះអាសន្នចាស់គឺគ្មានប្រយោជន៍ទេឥឡូវនេះសម្រាប់ការឈានទៅដល់ចំណាត់ថ្នាក់លេខ1សាកលវិទ្យាល័យនឹងផ្ដល់ពិន្ទុអន្ទានដល់អ្នកចំនួន50អ្នកអាចប្រើពួកវាឥឡូវនេះពេលក្រោយអ្នកបែកដល់កម្រិត2នឹង3សូមអញ្ជើញមកទីនេះម្ដងទៀតដើម្បីធ្វើតេស្តចុះថ្នាក់កណ្ដាលវិញកុំគិតទៅឆ្ងាយពេកសូមមកសួរខ្ញុំនៅពេលដែលអ្នកបានទៅដល់ទីនោះអរគុណច្រើនលោកគ្រូអ្នកស្វាគមន៍សិស្សថ្មីដែលទើបតែមានឆ្លងកាត់អាចធ្វើវាបានវាហាក់ដូចជាសាកលវិទ្យាល័យរបស់យើងមាននិស្សិតដែលមានទេពកោសល្យជាច្រើននៅឆ្នាំនេះកម្លាំងរបស់គាត់ត្រូវបានខ្ចាត់ខ្ចាយហើយកម្លាំងគឺមិនស្មើគ្នាវាកាន់តែខិតទៅចិត្តក្បាច់គុណសិល្បករដែលបានក្លែងបន្លំអវយវៈមួយនៅឆ្ងាយពេកពីចំណាត់ថ្នាក់កម្ពុជាមួយបន្ទាប់មកគាត់ប្រកាសជានឹងចាញ់នោះជាសិទ្ធិលុះត្រាតែគាត់អាចទៅដល់ចំណាត់ថ្នាក់កម្ពុជាមួយក្នុងរយៈពេល1ខែប៉ុន្តែវាមិនមានគំរូបែបនេះទេគ្មាននរណាម្នាក់បានទៅដល់មុនឡើយចំណាត់ថ្នាក់កម្ពុជាក្នុងរយៈពេលដ៏ខ្លីបែបនេះតោះត្រឡប់ទៅវិញហើយធានាបុរសនៃជ័យជំនះរបស់ពួកគេគាត់ខ្ញុំសង្ឃឹមថាពួកគេនឹងមិនក្មេងបងប្រុសហ្វុងភីងមកខាងពេកមនុស្សហងងអំណាចពេញលេញក្នុងការប្រឡងថ្នាក់ពួកគេចេះប្រមូលព័ត៌មានអំពីស្ត្រូវរបស់ពួកគេគឺឆ្លាតណាស់ប៉ុន្តែវិធីមិនទទួលខុសត្រូវរបស់ពួកគេការប្រមូលវាអាចនាំមកនូវគ្រោះថ្នាក់ការទាត់របស់ក្មេងប្រុសនោះផ្ទុះឡើង200កាឡូរីប៉ុន្តែភាពរឹងមាំរបស់គាត់គឺលើសពី240ការប្រយុទ្ធនេះប្រកាសជានឹងគួរឲ្យចាប់អារម្មណ៍ណាស់ប្រភេទស្បែកជើងដែលអ្នកចង់បានត្រូវបានចាត់ថ្នាក់ជាអាវុធពិសេសពួកគេត្រូវធ្វើតាមបំណងដូច្នេះអ្នកអាចមកប្រមូលបានក្នុងរយៈពេល1សប្តាហ៍ប៉ុណ្ណោះខ្ញុំឃើញថាបច្ចុប្បន្នអ្នកគ្រាន់តែនៅក្នុងចំណាត់ថ្នាក់មួយដូច្នេះយ៉ាន់ស្ព័រថ្នាក់ទីEគឺគ្រប់គ្រាន់សម្រាប់អ្នកស្បែកជើងវែងមួយគូមានទម្ងន់2គីឡូក្រាមនិងមានតម្លៃសិក្សា20ពិន្ទុតម្លៃស្បែក10ចំណុចសិក្សានិងថ្លៃសេវាសម្រាប់ការបដូរតាមបំណងគឺ10ពិន្ទុសិក្សាដូច្នេះសរុបនឹងមាន40ពិន្ទុសិក្សានោះថ្លៃពេកហើយ40ពិន្ទុសិក្សាគឺស្មើនឹង 1.2 លានយ៉ន 1.2 លានយន្តសម្រាប់ស្បែកជើងមួយគូរបស់ខ្ញុំផ្ទះតម្លៃត្រឹមតែ800,000 យន្តប៉ុណ្ណោះប៉ុន្តែមកពីខ្ញុំមិនទាន់បានរៀនរបៀបប្រើអាវុធណាមួយនៅឡើយទេអាចពឹងផ្អែកលើជើងរបស់ខ្ញុំនិងជើងដើម្បីការពារជីវិតរបស់ខ្ញុំយល់ព្រមផ្ដល់ឲ្យខ្ញុំនៅសំណុំនៃថ្នាក់កងដៃលង្ហិនធ្វើពីលោហធាតុយើងមានវានៅក្នុងស្តុកទុកមុនទុកកាត់ខ្ញុំមិននឹកស្មានដល់ឈុតលង្ហិនដ៏តូចបែបនេះទេ Knuckles ដើម្បីចំណាយ10ពិន្ទុសិក្សាសៃហេតុអ្វីបានជាត្រូវបានមួយក្បាច់គុណថ្លៃម្លេះ50ពិន្ទុសិក្សាដែលខ្ញុំទើបតែប្រាក់ចំណូលបានបាត់ភ្លាមខ្ញុំនឹងទៅពិនិត្យក្រុមហ៊ុនស្ថានភាពបច្ចុប្បន្នជាមួយលីជាងតែខ្ញុំត្រូវការរកប្រាក់ចំណេញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននាយកប្រតិបត្តិហ្វុងនៅទីនេះវាជាក្រុមហ៊ុនតូចបែបនេះអ្នកមិនធ្វើទេត្រូវហៅខ្ញុំថាសៀវគ្រាន់តែហៅខ្ញុំថាមើហ្វុងច្បាស់ហើយលោកហ្វុងនេះគឺជា10បំណែកថ្នាំគ្រាប់ធម្មតាខ្ញុំមិនត្រូវការពួកគេសម្រាប់ពេលនេះទេលុះឲ្យគេប្រើលុយមូលនិធិប្រតិបត្តិការសម្រាប់ក្រុមហ៊ុនលោកផុង
អ្នកគួរតែបង្កើតក្បាច់គុណដំបូងរបស់អ្នកអាទិភាពបារម្ភពីអាជីវកម្មទី2ប្រសិនបើអ្នកលះបង់ធនធានដែលអ្នកទទួលបានក្បាច់គុណដើម្បីអាជីវកម្មបន្ទាប់មកអ្នកកំពុងដាក់រទេះមុនពេលសេះប៉ុន្តែរឿងនោះគឺខ្ញុំមិនមានប្រយោជន៍សម្រាប់ពួកគេនាពេលបច្ចុប្បន្ននេះខ្ញុំទើបតែទម្លាយដើម្បីដាក់ចំណាត់ថ្នាក់មួយដូច្នេះខ្ញុំពិតជាមិនមានអ្វីប្រើសម្រាប់ថ្នាំគ្រាប់ធម្មតាពួកអ្វីអ្នកសម្រេចបានជោគជ័យមួយបាទវាគួរឲ្យខ្លាចណាស់អ្នកបានបំបែកនៅខាងក្នុងតិចជាង1សប្តាហ៍ចាប់តាំងពីសាលាបានចាប់ដើមចាប់តាំងពីពេលនេះអ្នកគឺអ្នកលេងក្បាច់គុណវានឹងមានច្រើនកាន់តែងាយស្រួលសម្រាប់ក្រុមហ៊ុនរបស់យើងពង្រីកសេវាកម្មអាជីវកម្មរបស់ខ្លួនអ្នកគ្រប់គ្រងលីចាប់តើនេះជាអ្វីថ្នាំគ្រាប់ធម្មតាមួយខ្ញុំបាននិយាយពីមុនមកដរាបណាអ្នកធ្វើបានល្អខ្ញុំពិតជានឹងជួយអ្នកឲ្យក្លាយជាសិល្បករក្បាច់គុណឲ្យបានឆាប់តាមដែលអាចធ្វើទៅបានសូមអរគុណលោកផងខ្ញុំលីឈីងសានឹងខំប្រឹងខ្លួនឯងអស់ពីចិត្តសម្រាប់ក្រុមហ៊ុនមួយខែក្រោយមកវេទមន្តនាយកដ្ឋានដឹកជញ្ជូនយូនីស្បែកជើងទាំងនេះមិនអាក្រក់ទេវាធ្វើពីសម្ភារៈលោហធាតុប៉ុន្តែវាមានអារម្មណ៍ទន់ភ្លន់ណាស់នៅពេលខ្ញុំដើរលើដីជាការពិតណាស់សាលាមេជីកយូនីរបស់យើងផលិតកម្មគឺកំពូលមកខ្ញុំយកអ្នកទៅដើម្បីសាកល្បងធម្មពលរបស់វាមិនអីទេកាំបិតដាវទាំងនេះនិងសម្ភារៈលោហធាតុទាំងអស់មានកម្លាំងយ៉ាន់ Sport Grade កន្លែងនេះត្រូវបានបង្កើតឡើងជាពិសេសដើម្បីសាកល្បងអាវុធលោហធាតុទាំងនេះអ្នកអាចសាកល្បងអាវុធរបស់អ្នកនៅទីនេះទាំងនេះគឺជាស្លាកសញ្ញាទាំងអស់នៅសល់នៅពីក្រោយដោយអាវុធកម្លាំងជ្រៀតចូលគាត់ខំប្រឹងខ្លាំងណាស់គាត់ប្រហែលជាបានរៀនការទាត់បាល់មិនយូរប៉ុន្មានទេប្រសិនបើគាត់អាចបញ្ចប់បានបង្កើតឆ្អឹងទាំងអស់នៅក្នុងជើងរបស់គាត់បន្ទាប់មកអ្នកទាំងនោះមានចំណាត់ថ្នាក់មួយសិល្បករត្រូវតែឈរនៅលើម្រាមជើងរបស់ពួកគេសិស្សថ្មីសពថ្ងៃកាន់តែខ្លាំងនៅពេលដែលឆ្នាំកន្លងផុតទៅខ្ញុំនឹងចំណាយពេលចូលនិវត្តន៍របស់ខ្ញុំមានផាសុកភាពនិងសន្តិភាពនៅទីនេះថ្ងៃទី30ខែកញ្ញាហ្វងផេងហេតុអ្វីបានជាមិនមានដំណឹងអំពីបញ្ហាប្រឈមរបស់អ្នកតើវាត្រូវបានលុបចោលទេថ្ងៃស្អែកមិននិយាយមុនម្លេះតើការប្រកួតនៃណាខ្ញុំនឹងយក Shaman និងអ្នកអតីជាមួយខ្ញុំនៅថ្ងៃស្អែកដើម្បីគ្រប់គ្រងអ្នក The Martial Arts Society កំពុងស្ថិតនៅទទួលបន្ទុកវីកូនបាល់ក្នុងសមរភូមិដូច្នេះវាប្រហែលជានឹងធ្វើឡើងនៅ Martial Arts Society ប៉ុន្តែនេះមិនមែនជាហ្គេមទេហេតុអ្វីតើអ្នកនាំមនុស្សច្រើនណាស់មែនទេអ្នកគឺជាមិត្តរួមថ្នាក់របស់ខ្ញុំពួកយើងក៏ដូចគ្នាដែរសិក្សាក្រោមទីប្រឹក្សាបង្រៀនដូចគ្នាជាធម្មតាមនុស្សនឹងឃើញនោះជាទំនាក់ទំនងជិតស្និទ្ធអ្នកគឺខុសគ្នាមិនរំភើបតតែសោះអូត្រូវហើយធ្លាប់ជាស្រីស្អាតទេដូចជា Shaman Ryanche អ្នកប្រកាសជានឹងកាន់តែរំភើបអ្នកកំពុងគិតច្រើនពេកមិនមានអ្វីតាក់ទងនឹងរូបរាងទេយ៉ាងណាមិញអ្នកមិនអាក្រក់ទេពិតទេវាជាការពិតលក្ខណៈមុខរបស់អ្នកមើលទៅល្អណាស់រួចទៅហើយហ្វុងភីងអ្នកគ្រាន់តែមិនខ្វល់ច្រើនអំពីរបស់អ្នករូបរាងនិងស្រដៀងនឹងបុរសខ្លាំងពេកដូច្នេះអ្នកកំពុងនិយាយថាខ្ញុំមិនត្រឹមតែអាក្រក់ទេប៉ុន្តែអាក្រក់ណាស់ដែលខ្ញុំមិនជាមនុស្សស្រីតតែសោះខ្ញុំមិនមានន័យថានោះទេហើយអ្វីបានជាអ្នកខឹងរាល់តើខ្ញុំព្យាយាមលួងលោមអ្នកទេស៊ូម៉ាអ្នកអាចត្រឡប់មកវិញជាមុនសិនខ្ញុំត្រូវការដើម្បីនិយាយជាមួយហ្វងផេងមិនអីទេទីប្រឹក្សាបង្រៀនអ្នកបានទទួលជោគជ័យខ្លះហើយជាមួយនឹងការទាត់របស់អ្នកសូមប្រយ័ត្នជាងនេះថ្ងៃស្អែកអ្នកនឹងមិនអីទេបន្ទាប់ពីអ្នកចូលទៅក្នុងសង្វៀនមិនថាអ្នករស់ឬស្លាប់គឺអាស្រ័យលើវាសនាប្រសិនបើអ្នកគិតថាអ្នកមិនសមសម្រាប់ពួកគេអ្នកអាចទទួលស្គាល់ការបរាជ័យនេះមិនស្ដាប់ទៅដូចនោះទេអ្វីដែលអ្នកចង់និយាយពួកគេមិនមានសត្រូវនឹងគ្នាទេចុះហេតុអ្វីបានជាគេវាយខ្ញុំដល់ស្លាប់ខ្ញុំបានជួយអ្នកប្រមូលព័ត៌មានខ្លះអំពីសិស្សរៀបចំសមរភូមិលើកនេះអ្នកដឹកនាំជានិស្សិតឆ្នាំទី3លូយ៉ងវ៉ាន់គាត់ស្ថិតនៅលំដាប់ទី3ហើយនោះមានន័យថាគាត់មានអាយុ1ឆ្នាំនាំមុខបងប្រុសវ៉ងគាត់ប្រហែលជាមិនបានជាប់ពាក់ព័ន្ធមកវិញទេនៅពេលដែលបងប្រុសវ៉ងបានប្រកួតប្រជែងជាមួយ Magic Uni ហើយអ្វីបានជាគាត់រើឆ្អឹងជាមួយខ្ញុំគាត់មានប្អូនប្រុសម្នាក់តែធ្លាប់ជាសិស្សពូកែនៅ Magic Uni ប៉ុន្តែកាលពីឆ្នាំមុនវ៉ងជីនយ៉េងបានវាយគាត់រហូតដល់ឆ្អឹងនៅក្នុងទ្រូងរបស់គាត់ត្រូវបានកំទេចហើយឥឡូវនេះគាត់កំពុងដេកនៅមន្ទីរពេទ្យអ្នកគួរតែដឹងនៅពេលដែលអ្នកខកខានរយៈពេលសំខាន់សម្រាប់ការដាំដុះដំណើរសិល្បៈក្បាច់គុណរបស់អ្នកនឹងមកដល់ទីបញ្ចប់វាងចាស់ហាក់ដូចជាសុភាពរៀបសារនិងសុភាពរៀបសារ
ហេតុអ្វីគាត់លំបាកម្លេះពេលឆ្លោះគ្នាគាត់បានផ្ដល់ឲ្យខ្ញុំនៅបញ្ហាជាច្រើនខ្ញុំត្រូវតែចងចាំថាគាត់ជំពាក់ខ្ញុំសម្រាប់ការនេះគឺសម្រាប់អ្នកវាជាថ្នាំគ្រាប់សំខាន់ពីរពេលវេលាមកដល់ប្រើកម្លាំងរបស់អ្នកមិនថារបស់អ្នករាងកាយផ្ទុះឬអត់អាស្រ័យលើថាតើអ្នកមានសំណាងប៉ុណ្ណាអរគុណអ្នកប្រឹក្សាយោបល់លោកវែងគ្រូនេះមិនដឹងយ៉ាងម៉េចទេដើម្បីអាណិតដល់សិស្សរបស់នាងថ្ងៃទី1ខែតុលាវេទមន្ត Uni Martial Arts Society បងស្រីយ៉ាងទីប្រឹក្សាបង្រៀននៅទីនេះអរគុណអាជីវកម្មអ្វីធ្វើអ្នកប្រឹក្សាបង្រៀនមានចូលរួមការប្រកួតរវាងសិស្សសមាគមសិល្បៈក្បាច់គុនរដ្ឋមន្ត្រីលោកឆៅយ៉ែងសិស្សចូលអ្នកស្ដាប់ទៅមានទំនុកចិត្តណាស់ខ្ញុំមិនហ៊ានទេវាគ្រាន់តែកើតឡើងដូច្នេះសិស្សរបស់អ្នកនឹងទៅញ៉ាំមួយជាមួយគ្នាថ្ងៃនេះទីប្រឹក្សាបង្រៀនយ៉ែងខ្ញុំសង្ឃឹមថាអ្នកនឹងមិនជ្រៀតជ្រែកហើយថាអ្នកនឹងគោរពតាមច្បាប់សមាគមសិល្បៈក្បាច់គុនគឺកាន់តែមានភាពប្រអើតក្រទមអ្វីដែលខ្ញុំនិយាយនៅពេលនេះមិនមែនជាការរំលឹកទេវាជាការព្រមានមួយបើហ៊ានចូលជ្រៀតជ្រែកបន្ទាប់មកសិល្បៈក្បាច់គុនសង្គមក៏ហ៊ានដែរបង្ក្រាបអាកប្បកិរិយាបែបនេះអ្នកសាលាបានផ្ដល់ក្បាច់គុនសង្គមមានសមត្ថកិច្ចក្នុងការថែរក្សាសណ្ដាប់ធ្នាប់ប្រសិនបើអ្នកគិតថាមានអ្វីខុសអ្នកអាចដាក់ពាក្យបណ្ដឹងទៅសាលាខូចវាមើលទៅដូចជាសៀនយូឈិនត្រឡប់មកវិញហើយទៅនិយាយជាមួយគាត់ហើយនិយាយថាយើងត្រូវការគាត់ដើម្បីលើកឡើងពីខាងក្រោយមិនអីទេសូមជម្រាបជូនលោកប្រធានផងដែរនិងអនុប្រធានផងដែរមើលថាតើពួកគេអាចប្រញាប់ត្រឡប់មកវិញនៅទីនេះខ្ញុំនឹងទៅប្រាប់ព្រឹទ្ធបុរសហើយទទួលខុសត្រូវលើអ្វីនៅទីនេះខ្ញុំមិនបានរំពឹងទុកនោះទេចំណាត់ថ្នាក់6 Martial Artists មាននាងកំពូលឡៅហ្វេងរូនឹងមកផងដែរព្រឹកហើយអ្វីបានជាពួកគេចាំបាច់ត្រូវជូនដំណឹងព្រឹទ្ធបុរសខ្ញុំមិនមានគម្រោងបង្កើតកន្លែងកាត់ហេតុទេពួកគេគ្រាន់តែជាសិស្សថ្នាក់ទី1ខ្លះតើវាអាចទៅរួចទេបើទោះជាពួកគេស្លាប់កុំបារម្ភសមាគមសិល្បៈក្បាច់គុនដរាបណាខ្ញុំនៅទីនេះប្រសិនបើយាងគូរូនិងអ្នកផ្សេងទៀតហ៊ានចូលជ្រៀតជ្រែកខ្ញុំនឹងវាយពួកគេរហូតដល់ស្លាប់លូហ្វាងរូបសមាគមសិល្បៈក្បាច់គុនហ្វុងភេងបានមកដល់ហើយមិនទាន់សមាជិកនៃ Martial សង្គមសិល្បៈសម័យនេះក្តៅណាស់និយាយអំពី Brad Phong Ping តើគាត់នៅណា831ពួកគេបាននិយាយថាក្បាច់គុនសង្គមគឺនៅភាគខាងជើងនៃ Magic នេះតើផ្នែកខាងជើងស្ថិតនៅលើផែនដីនេះហើយអ្វីបានជាវាមិនទាន់ចាប់ផ្ដើមគាត់យឺតពេលសម្រាប់ការប្រកួតវីកូនបាល់តើស្តេចថ្មីបានរត់គេចខ្លួនទេសូមទោសផង Magic Unit ធំណាស់ខ្ញុំរកផ្លូវមិនឃើញនៅទីនេះខ្ញុំយឺតហើយហ្វុងភេងតើអ្នកបានស្ម័គ្រចិត្តទទួលយកបញ្ហាប្រឈមលើកនេះបើខ្ញុំឆ្លើយថាទេតើនឹងមានអ្វីកើតឡើងហ្វុងភេងចងចាំពាក្យរបស់អ្នកគឺជាមនុស្សម្នាក់ដែលបានទទួលយកបញ្ហាប្រឈមកាលនោះមានអ្នកណាបង្ខំអ្នកឲ្យធ្វើអីចឹងពិតមាត់ខ្ញុំកំពុងសួរហ្វុងភេងវាអញ្ចឹងមិនទាន់ដល់វេនអ្នកនិយាយនៅឡើយទេនៅក្នុង Magic Uni មិនមានការហាមឃាត់ទេប្រឆាំងនឹងការបាញ់ប្រហារឬការប្រកួតជីវិតនិងការស្លាប់តម្រូវការតែមួយគត់គឺថាភាគីទាំងពីរត្រូវតែមានការព្រមព្រៀងគ្នាបើភាគីម្ខាងមិនព្រមទទួលបញ្ហាប្រឈមបន្ទាប់មកវានឹងត្រូវបានចាត់ទុកជាមុខចាប់តាំងពី Magic Uni បានអនុញ្ញាតសមាគមសិល្បៈក្បាច់គុនដើម្បីរក្សាសណ្ដាប់ធ្នាប់សមាគមសិល្បៈក្បាច់គុនត្រូវធ្វើប្រាកដថាអ្វីគ្រប់យ៉ាងគឺបើកចំហនិងច្បាស់លាស់ប្រសិនបើយើងរកឃើញថាភាគីមួយត្រូវបានបង្ខិតបង្ខំដោយភាគីម្ខាងទៀតសង្គមសិល្បៈក្បាច់គុននឹងមានប្រាកដណាស់ថានឹងបង្ក្រាបអាកប្បកិរិយាបែបនេះហ្វុងភេងខ្ញុំនឹងសួរអ្នកម្ដងទៀតតើអ្នកបានទទួលយកដោយស្ម័គ្រចិត្តការប្រកួតប្រជែងលើកនេះជាការពិតណាស់គ្មាននរណាម្នាក់បង្ខំខ្ញុំឲ្យធ្វើទេនេះខ្ញុំធ្វើដោយឆន្ទៈហ្វុងភេងគឺជានិស្សិតថ្មីដែលត្រូវបានជំទាស់ដោយមនុស្ស4នាក់ដូចនេះគាត់នឹងត្រូវបានផ្ដល់អាទិភាពគាត់អាចបញ្ចេញលក្ខខណ្ឌសំហេតុផលដរាបណាពួកគេគោរពតាមច្បាប់ហ្វុងភេងតើអ្នកមានសំណើទេសំណាដំបូងបង្អស់គឺសិស្សចាស់មិនអនុញ្ញាតឲ្យប្រើអាវុធមីលីយ៉ាងណាមិញនេះគឺជារឿងសាមញ្ញបញ្ហាប្រឈមខ្ញុំគ្រាន់តែព្រួយបារម្ភថាមនុស្សចាស់នឹងប្រើអាវុធខុសនិងបង្កបួសស្នាមដោយចៃដន្យទី2ខ្ញុំសំណូមពរដល់ចាស់ទុំម្នាក់ផ្ដល់សំណងឲ្យខ្ញុំជាមួយនឹងថ្នាំគ្រាប់វីតាមីន2គ្រាប់យ៉ាងណាមិញខ្ញុំជាសិស្សថ្មីហើយសមត្ថភាពរបស់ខ្ញុំនៅតែខ្សោយលើសពីនេះទៅទៀតខ្ញុំត្រូវទៅទល់នឹងមនុស្ស4នាក់ខ្ញុំនឹងមិនមានទេអាចបន្តជាមួយការប្រកួតប្រជែងប្រសិនបើខ្ញុំមិនមានថ្នាំគ្រាប់លេខ3តើសិស្សចាស់គិតយ៉ាងណាខ្ញុំមិនទាន់បញ្ចប់នៅអ្វីដែលខ្ញុំចង់និយាយទេ
សម្រាប់ចំណាត់ថ្នាក់មួយភាពរឹងមាំលេបថ្នាំឬទុកវាចោលនិស្សិតឆ្នាំទី3នៅសាលាវីផុនរីលួយយ៉នវ៉ាន់ចំណាត់ថ្នាក់3ក្បាច់គុណមិនអីទេខ្ញុំមិនបានរំពឹងទុកដោយចៃដន្យទេសំណើសម្រាប់ភាពរស់រវើកចំនួន4ថ្នាំដែលត្រូវបានអនុម័តមនុស្សចាស់ទាំងនេះមានច្រើនណាស់ក្នុងករណីនោះបញ្ហាប្រឈមមានសុពលភាពការប្រកួតសន្សំសំចៃចាប់ផ្ដើមតាចាស់តើអ្នកឈ្មោះអ្វីនិស្សិតឆ្នាំទី3នៅសាលាអាវុធចេនហ្គឡុងខ្ញុំពិតជាចង់ដឹងចង់ឃើញណាស់ខ្ញុំជានិស្សិតទើបចូលរៀនសាលាខ្ញុំមិនបានធ្វើបាបអ្នកទេចុះហេតុអ្វីបានជាអ្នកចង់ប្រជែងខ្ញុំចេនជាន់ខ្ពស់បានធ្វើណែនយិនយូនវងយិនយ៉ែងក៏វីអ្នកដែរនិយាយទៅខ្ញុំគិតថាអាចយល់បានប្រសិនបើគាត់វីអ្នកប៉ុន្តែវងយិនយ៉ែងនិងខ្ញុំជាមនុស្សពីរផ្សេងគ្នាអ្នកមិនគួរទេចាត់ទុកខ្ញុំជាអ្នកជំនួសគាត់ខ្ញុំគិតថាលោកចេនអ្នកមិនអីទេពិតជាមានគម្រោងធ្វើឲ្យខ្ញុំរបួសមែនទេជប់ជាមួយរឿងមិនសមហេតុផលនេះហើយសម្រេចចិត្តថាតើអ្នកចង់ប្រយុទ្ធឬទទួលស្គាល់ការបរាជ័យត្រូវហើយបុគ្គលនេះវែងឆ្ងាយណាស់បន្តជាមួយនឹងការប្រយុទ្ធឬគ្រាន់តែហៅវាបិទមិនអីទេបន្ទាប់មកខ្ញុំនឹងទទួលស្គាល់ការបរាជ័យឥឡូវនេះអ្នកនឹងចោះចាញ់អ្នកគឺជាអ្នកចម្បាំងលំដាប់ទី1នៅរបស់គាត់កំពូលហើយខ្ញុំបានត្រឹមតែឆ្លងកាត់នឹងបូកថ្នាំគ្រាប់គឺជារបស់ខ្ញុំរួចហើយដូច្នេះការចោះចាញ់គួរតែត្រឹមត្រូវជាការពិតណាស់ការចោះចាញ់មិនមែនជាបញ្ហាទេប៉ុន្តែវានឹងមិនល្អសម្រាប់ទេកេរ្តិ៍ឈ្មោះរបស់អ្នកប៉ុន្តែពួកគេទាំងអស់សុទ្ធតែជាអ្នកចម្បាំងលំដាប់លេខ1ចុះបើគេសម្លាប់ខ្ញុំដោយចៃដន្យតើអ្នកមិនគិតថាការចោះចាញ់នោះទេតើការសម្រេចចិត្តល្អបំផុតនៅពេលនេះទេផុងភីងតើអ្នកកំពុងនិយាយអ្វីខ្ញុំគ្រាន់តែចង់ដឹងតើអ្នកនឹងសម្លាប់ខ្ញុំទេការប្រកួតទាំងអស់អាចមានឧបទ្ទហេតុប៉ុន្តែគ្មានអ្នកណាចង់សម្លាប់អ្នកដទៃឡើយប៉ុន្តែមានពេលខ្លះដែលអ្នកមិនអាចគ្រប់គ្រងវាបានទេដូច្នេះអ្វីនឹងកើតឡើងពាក្យរបស់លោកខ្ញុំយល់ឥឡូវនេះខ្ញុំនឹងមិនមានការព្រួយបារម្ភអ្វីឡើយនិយាយឲ្យត្រង់ទៅខ្ញុំខ្លាចណាស់សម្រាប់មន់កាលខ្ញុំនៅក្មេងវងយិនយ៉ែងក៏បានប្រាប់ខ្ញុំដែរថាផ្លូវនៃសិល្បៈក្បាច់គុណនឹងមានសមរភូមិអ្វីដែលជាការប្រយុទ្ធខ្ញុំគ្រាន់តែចង់បានដាំដុះនិងប្រមូលធនធានគ្រូបង្រៀនរបស់ខ្ញុំក៏ប្រាប់ខ្ញុំដែរពេលមានការប្រយុទ្ធគ្នាអីចឹងប្រយុទ្ធកុំធ្វើដូចមន់ខ្ញុំនិយាយថាខ្ញុំជាមន់វាគ្រាន់តែថាខ្ញុំមិនសមនឹងវាមិនសមហេតុសមផលច្រើនគឺពួកគេថែមទាំងទៅប្រយុទ្ធបើមិនឆ្លោះទេបន្ទាប់មកឈប់និយាយមិនពិតបាទខ្ជិះខ្ជីពេលវេលារបស់យើងដូចនេះនេះក៏ជាលើកទី1របស់ខ្ញុំដែលជួបអ្នកចាស់តើបានកើតឡើងរវាងវងយិនយ៉ែងនិងអ្នកទាំងអស់គ្នាមិនមែនជាកំហុសរបស់ខ្ញុំប៉ុន្តែឥឡូវនេះអ្នករាល់គ្នាឲ្យអនុញ្ញាតឲ្យមានការស្អប់របស់អ្នកខ្ញុំមិនបានបង្កហេតុឬជ្រើសរើសការប្រយុទ្ធជាមួយនរណាម្នាក់តើអ្នកនឹងចោះចាញ់ឬប្រយុទ្ធបើខ្ញុំចោះចាញ់នោះអ្នករាល់គ្នានឹងបន្តដាក់ខ្ញុំសិនទៅខ្ញុំនឹងប្រយុទ្ធការប្រកួតចាប់ផ្ដើមឆ្អឹងខាងលើរបស់ខ្ញុំត្រូវបានកែតម្រង់ទាំងអស់ការវាយប្រហាររបស់អ្នកគឺមិនមានអ្វីចុះក្រោមហ្វុងភីងមនុស្សម្នាក់បានស្លាប់សុំទោសប្រហែលជារក្សាទុកខ្លះសម្រាប់ហ្វុងភីងខ្ញុំពិតជាខ្លាចស្លាប់ខ្ញុំបានសម្លាប់នរណាម្នាក់មិនអាចគ្រប់គ្រងអំណាចរបស់ខ្ញុំបានទេមិនមានអ្វីត្រូវនិយាយទេអំពីរឿងនេះនៅពេលដែលអ្នកទទួលបាននៅលើឆាក sparring អ្វីនឹងកើតឡើងវាហាក់ដូចជាខ្ញុំនៅដដែលគ្មានបទពិសោធន៍ដូច្នេះសូមបន្តអ្នកនឹងមិនសម្រាកទេមិនចាំបាច់ទេខ្ញុំមានឡានក្រុងដើម្បីចាប់នៅពេលរសៀលគ្រាន់តែសម្លាប់ហើយទៅក្លាហានគ្រប់គ្រាន់សាលាអាវុធឆ្នាំទី3 Ranger ទៅឆ្ងាយដើមឆ្នាំនេះវងយិនយ៉ែងបានបាក់ឆ្អឹងជំនីរបស់ខ្ញុំពាក់កណ្ដាលមិនអាចវឹកហាត់បានកន្លះម៉ោងទេឆ្នាំនេះក៏មានន័យថាខ្ញុំបានបាត់ខ្លួនកន្លះឆ្នាំហើយផ្លូវនៃសិល្បៈក្បាច់គុណមនុស្សដូចខ្ញុំមានសម្ភារៈមានកំណត់ចំពោះដាំដុះហើយមិនមានផ្ទៃខាងក្រោយដ៏មានឥទ្ធិពល
ខ្ញុំបានសង្ឃឹមថាខ្ញុំនឹងអាចដើម្បីឈានដល់ចំណាត់ថ្នាក់ទី3នៅពេលបញ្ចប់ការសិក្សារបស់ខ្ញុំប៉ុន្តែឥឡូវនេះខ្ញុំនឹងត្រូវស្នាក់នៅជាចំណាត់ថ្នាក់ទី1សម្រាប់ជីវិតរបស់ខ្ញុំទាំងអស់វ៉ាងជីនយ៉ាងជាប់ចំណាត់ថ្នាក់លេខ4រួចហើយមិនមានឱកាសសងសឹកទេចាប់តាំងពីបច្ចេកទេសរបស់អ្នកទាំងអស់ត្រូវបានផ្ដល់ឲ្យដោយវ៉ាងជិនយ៉ាងបន្ទាប់មកសងសឹកនៅលើអ្នកគឺអាចយល់បានអ្នកសម្រាប់ខ្ញុំឬខ្ញុំសម្រាប់អ្នកនៅទីនោះនឹងគ្រាន់តែជាការស្អប់ក្នុងការសងសឹកប៉ុណ្ណោះគ្រូសាមិនក្បាច់គុណរបស់ខ្ញុំបើខ្ញុំស្លាប់ការសងសឹកក៏ស្លាប់ជាមួយខ្ញុំក៏ដូចគ្នានឹងអ្នកវ៉ាងជិនយ៉ាងប្រហែលជាមិនអាចជួយខ្ញុំបានអ្វីទាំងអស់បើឯងសម្រាប់ខ្ញុំអីចឹងទៅគ្មានអ្វីគ្រោះថ្នាក់សម្រាប់អ្នកទេចាប់ផ្ដើមរេងមែននឹងក៏ហៅឲ្យស្លាប់ជុំនេះឆន្ទៈរបស់ពួកគេវ៉ាងពេងបានត្រឹមតែបំបែកលំដាប់មួយថ្មីនេះឈាមនិងភាពរឹងមាំមានកម្រិតរក្សាការវាយប្រហារនេះបន្ទាប់មកគាត់នឹងអស់កម្លាំងមើលទៅគាត់មិនទៅទេអាចកាន់បានយូរជាងមុនចាំមើលថាតើអ្នកអាចយកបានប៉ុន្មានទៀតវ៉ាងផេងកំពុងត្រូវបានបង្ក្រាបដោយយ៉េងហួយវីលើកនេះប្រកាសជាស្លាប់ហើយជាងក្មេងនោះហើយភាពរឹងមាំត្រូវបានប្រើប្រាស់រួចហើយពិតជាមិនមានទេអ្វីគ្រប់យ៉ាងដើម្បីប្រៀបធៀបចំណាត់ថ្នាក់មួយកំពូលនិងចំណាត់ថ្នាក់មួយដែលទើបតែទម្លាយវ៉ាងផេងល្ងងនោះប្រញាប់ប្រញ័រញ៉ាំថ្នាំគ្រាប់ឈាមយ៉េងហួយវីកំពុងគៀបសង្កត់វ៉ាងផេងចិត្តពេកមានពេលត្រូវលេបថ្នាំអ្វីអ្នកក៏មិនអាចក្រោកឈរបានត្រឹមត្រូវដែរលើកនេះខ្ញុំក៏នឹងធ្វើឲ្យប្រកាសថាវ៉ាងការសងសឹករបស់យេនយ៉េងក៏នឹងស្លាប់ជាមួយអ្នកដែរប្រើអស់140,000តម្លៃទ្រព្យសម្បត្តិការបំពេញធម្មពលពេញលេញតើវាអាចទៅរួចដោយរបៀបណាភាពរឹងមាំរបស់គាត់ត្រូវបានស្ដារឡើងវិញហេតុអ្វីបានជាលោកវ៉ាងផេងភាពរឹងមាំបានស្ដារឡើងវិញភ្លាមគាត់ច្បាស់ជាស្ទើរតែចេញពីវាតើប្រាតហ្វុងធ្វើនៅពេលណាផេងគ្រប់គ្រងការញ៉ាំថ្នាំបន្តអ្នកមិនសម្រាប់ទេខ្ញុំបានកក់សម្បត្តិរថភ្លើងរួចហើយបន្ទាប់មកយើងអញ្ជើញអ្នកប្រកួតប្រជែងបន្ទាប់ខ្ញុំទទួលស្គាល់ការបរាជ័យចាប់ពីពេលនេះទៅខ្ញុំគ្រាន់តែផ្ដោតអារម្មណ៍ស្ដីពីការហាត់ក្បាច់គុនវាមិនសំខាន់ទេថាតើខ្ញុំជាប់ចំណាត់ថ្នាក់លេខ1ឬ2ក្បាច់គុនប្រហែលជាវាមិនសមនឹងខ្ញុំទេលោកយ៉េងឆេងខ្ញុំនឹងទៅបំភ្លេចវាចូលយើងទទួលស្គាល់ការបរាជ័យវ័យក្មេងជំនាញរបស់យើងមិនដូចគាត់ទេយើងនឹងចាញ់ហ្វុងពេងកាលនោះក្មេងជាងវ័យរបស់ខ្ញុំបងប្រុសគឺជាមនុស្សពូកែដូចជាអ្នកគ្រួសាររបស់យើងបានដាក់ក្តីសង្ឃឹមខ្ពស់លើគាត់ប៉ុន្តែចាប់តាំងពីគាត់នៅរបួសដោយវ៉ាងជិនយ៉ាងគាត់នៅតែមិនជាសះស្បើយពីរបួសរបស់គាត់នឹងស្ថិតនៅលេខ1អស់មួយជីវិតរបស់គាត់ខ្ញុំមិនមានអ្វីខុសទេហេតុផលសម្រាប់ការប្រាប់អ្នកនេះខ្ញុំគ្រាន់តែចង់បានដើម្បីឲ្យអ្នកដឹងនៅក្នុងការតស៊ូក្បាច់គុនអត់មានត្រូវឬខុសទេអ្វីគ្រប់យ៉ាងអាស្រ័យលើសមត្ថភាពរបស់អ្នកវ៉ាងជិនយ៉ាងពីការប្អូនប្រុសរបស់ខ្ញុំនឹងប្រែក្លាយអ្នកទៅជាពីការផងដែរទោះយ៉ាងណាក៏ដោយក្បាច់គុនមានច្បាប់ផ្ទាល់ខ្លួនដោយសារឋានៈបច្ចុប្បន្នរបស់ខ្ញុំខ្ពស់ជាងលើសពីរបស់អ្នកខ្ញុំមិនអាចធ្វើអ្វីដល់អ្នកបានទេប៉ុន្តែនៅពេលដែលអ្នកបានទៅដល់ចំណាត់ថ្នាក់ទី3ខ្ញុំនឹងសប្បាយចិត្តណាស់ដើម្បីផ្ដល់ឲ្យអ្នកនៅរសជាតិនៃរបៀបប្អូនប្រុសរបស់ខ្ញុំមានអារម្មណ៍មិនចាំបាច់រងចាំរហូតដល់គាត់ទទួលបានចំណាត់ថ្នាក់លេខ3ខ្ញុំនៅលេខ3ឥឡូវនេះលោកវ៉ាងជិនយ៉ាងប្រធានសាកលវិទ្យាល័យ Nanyang Martial Arts សមាគមសិល្បៈក្បាច់គុនបង្កាច់ឆ្អឹង2ដងជាប់ចំណាត់ថ្នាក់3ក្បាច់គុនលូយ៉ាងវ៉ែនខ្ញុំសូមសួរអ្នកលោកវ៉ាងជិនយ៉ាងវាពិតជាគាត់តាមពិតគាត់ហ៊ានមកភ្ញាក់ផ្អើលយ៉ាងវ៉ែនតើអ្នកមានចម្លើយអ្វីលោកវ៉ាងជិនយ៉ាងនេះគឺជាម៉ូមិនមែនណាងូទេអ្នកមកទីនេះដើម្បីបង្កបញ្ហាតើអ្នកមិនយល់ពីច្បាប់ទេខ្ញុំព្យាយាមធ្វើតាមច្បាប់ឲ្យបានត្រឹមត្រូវឥឡូវនេះខ្ញុំបានស្នើឲ្យអ្នកធ្វើដូច្នេះបើមិនដូច្នេះទេខ្ញុំនឹងបានហាយវីអ្នកឲ្យស្លាប់ឥឡូវនេះលោកគ្រូអ្នករៀនថ្នាក់ទី4ត្រូវហើយ
ក្នុងរយៈពេល3ថ្ងៃខ្ញុំនឹងឡើងដល់ថ្នាក់ទី4អ្នកក៏អាចប្រកួតប្រជែងជាមួយខ្ញុំដែរអ្វីអ្នកដែលនៅទីនេះថ្ងៃនេះមិនថាជាសិស្សឬអ្នកណែនាំអ្នកណាដែលមិនធ្លាប់មានជឿអាចមកប្រយុទ្ធជាមួយខ្ញុំលោកវ៉ងជិនយ៉ាង